បងប្រុសប្រញាប់ញាក់ពីគេងឡើងណាចាំមកលេងជាមួយជួនលោកពុកបងប្រុសភ្ញាក់ហើយប្រញាប់ឡើងទៅហៅគ្រូពេទ្យនិងគ្រូឱសថទាំងអស់មកទីនេះភ្លាមជីនឆិនកូនយ៉ាងម៉េចហើយធ្វើឲ្យលោកពុកបារម្ភហើយខ្ញុំទើបតែដឹងខ្លួនមិញនេះទេកូនតូចនេះឈ្មោះជួនមែនទេបងប្រុសត្រូវធ្វើខ្លួនល្អណាស់ចាំបងប្រុសជាសះស្បើយចាំមកលេងជាមួយជួនលឿនឡើងគ្រូពេទ្យដ៏ពូកែមកដល់ហើយសូមអបអរសាទរលោកមេតបអាការរោគរបស់លោកម្ចាស់ក្មេងបានធូរស្រាលច្រើនតែយកចិត្តទុកដាក់ថែទាំឲ្យបានល្អនោះគាត់នឹងអាចជាសះស្បើយទាំងស្រុងជាមិនខាននេះពិតជាអភូតហើយផ្នែកវិទ្យាសាស្ត្រមែនជំងឺរបស់កូនខ្ញុំចិត្តជាហើយមែនទេតើត្រូវការព្យាបាលនឹងយិនសិនព្រៃដែលមានអាយុចាប់ពី100ឆ្នាំឡើងទៅរួមសំនឹងអស្តមានតម្លៃផ្សេងទៀតអស្ថតេទៀតងាយរកនៅក្នុងទីក្រុងណាស់ប៉ុន្តែយិនសិនព្រៃអាយុ100ឆ្នាំនេះយិនសិនព្រៃអាយុ100ឆ្នាំពិតជាកុំមករកបានណាស់សូម្បីតែទូទាំងប្រទេសក៏ពិបាករកដែរយិនសិនព្រៃអាយុ100ឆ្នាំបើចង់បានភ្លាមបែបនេះពិតជាពិបាកហើយបើគ្មានឱសថទឹកមួយមុខនេះទេខ្ញុំក៏អស់សមត្ថភាពព្យាបាលបន្តដែរប្រកូលរូបមន្តអស់នោះមកខ្ញុំចុះអ្វីខ្ញុំជានិយាយកាត់ទោះបីជាត្រូវប្រើវិធីណាក៏ដោយក៏ត្រូវតែស្វែងរកវាឲ្យឃើញដែរបាទលោកមេតបជួនលោកពុកអបកូនខ្លាំងពេកធ្វើឲ្យកូនឈឺមែនទេអត់ឈឺទេចាស់បងប្រុសឈឺបែបនេះគឺមកពីគាត់ហត់នឿយពេកមែនទេជួនកុំបារម្ភអីបងប្រុសនឹងជាសះស្បើយឆាប់រួចមកលេងជាមួយកូនមិនខានទៅចុះនាំលោកស្រីតូចទៅលុបមុខលុបមាត់យើងសម្រាប់ទៅរីកាលោកមេតបពួកយើងបានស្វែងរកទូទាំងទីក្រុងហើយប៉ុន្តែរកមិនឃើញយិនសិនព្រៃដែលមានអាយុមនុស្សទៅស្វែងរកបន្តទៀតបើរកនៅក្នុងក្រុងមិនជាត្រូវចូលទៅរុករកនៅក្នុងព្រៃជ្រៅភ្លាមទីបំផុតក៏មានពន្លឺសង្ឃឹមបន្តិចបន្តួចដែរទោះបីជាត្រូវលះបង់អ្វីគ្រប់យ៉ាងក៏ដោយក៏លោកពុកត្រូវតែព្យាបាលកូនឲ្យជាសះស្បើយដែរសត្វស្លាប់តូចតើអញចេះហោះហើរទេលោកស្រីតូចខ្ញុំឈ្មោះបៃលីងចាស់ខ្ញុំជាអ្នកបម្រើផ្ទាល់ខ្លួនរបស់លោកស្រីតូចលោកមេតបមានប្រសាសន៍ថាលោកស្រីតូចមិនទាន់បានពិសាអ្វីយូរហើយសូមពិសាថ្ងៃក្រោយចង់ពិសាអ្វីគ្រាន់តែប្រាប់បៃលីងមកចុះណាបងស្រីបៃលីងចាប់ពីពេលនេះទៅខ្ញុំត្រូវរស់នៅទីនេះមែនទេចាស់ពិតមែនហើយនេះជាបន្ទប់ផ្ទាល់ខ្លួនរបស់លោកស្រីតូចហើយបន្ទប់នៅក្បែរនោះគឺជាបន្ទប់របស់លោកម្ចាស់ក្មេងលោកម្ចាស់ក្មេងគឺជាបងប្រុសបង្កើតរបស់លោកស្រីតូចនឹងណាសត្វស្លាប់តូចអើយតើឯងដឹងទេថានៅកន្លែងណាមានយិនសិនព្រៃអាយុ100ឆ្នាំខ្លះខ្ញុំចង់យកមកជួយព្យាបាលជំងឺឲ្យបងប្រុសខ្ញុំចាស់ពិតជាដឹងមែនមើលចុះនៅទីនោះមិនមែនជាយិនសិនព្រៃអាយុ100ឆ្នាំទេអីលោកស្រីតូចពិសាបអស់សិនចាំទៅលេងជាមួយសត្វស្លាប់តាមក្រោយណាបើមិនអីចឹងទេបងនឹងត្រជាក់អស់ហើយទេរឿងជួយព្យាបាលជំងឺឲ្យបងប្រុសសំខាន់ជាងការពិសាបឆ្ងាយណាស់លោកស្រីតូចតើកូនចង់ទៅណានឹងលោកស្រីតូចមិនបានរងរបួសត្រង់ណាទេមែនទេប្រសិនបើលោកស្រីតូចមានគ្រោះថ្នាក់អ្វីលោកមេតបច្បាស់ជាសម្លាប់បៃលីងចោលមិនខានទេជួនមិនអីទេបងស្រីកុំបារម្ភនេះណែគឺជាយិនសិនព្រៃលោកស្រីតូចកូនពិតជារកឃើញយិនសិនព្រៃពិតមែនឬហេតុអ្វីបានជាមានយិនសិនព្រៃដុះនៅក្នុងសួនក្រោយភូមិគ្រឹះរបស់លោកមេតបទៅវិញមិនអីទេសំខាន់រកឃើញទៅបានហើយលោកស្រីតូចកូនបានសាងចំណាំគុណធំណាស់ហើយពួកយើងប្រញាប់ទៅជួបលោកមេតបភ្លាមទៅរុករកបន្តទៀតទៅបើរកមិនឃើញទេកុំត្រឡប់មកជួបមុខខ្ញុំឲ្យសោះទោះបីជាត្រូវជីកដី3ម៉ែត្រក៏ត្រូវតែស្វែងរកវាឲ្យឃើញដែរលោកមេតបស្រែកលោឡាធ្វើអ្វីហ្នឹងគ្មានសណ្ដាប់ធ្នាប់តតែសោះមើលនេះឲ្យលឿនឡើងយិនសិនព្រៃរកឃើញហើយនេះជាការពិតមែនទេល្អណាស់លោកម្ចាស់ក្មេងពិតជាមានសង្ឃឹមរស់ហើយមើលចុះទំហំយិនសិនព្រៃនេះយ៉ាងហោចណាស់ក៏មានអាយុកាល100ឆ្នាំដែរបានវាមកពីកន្លែងណាគឺលោកស្រីតូចជាអ្នករកឃើញនៅឯសួនក្រោយភូមិគ្រឹះចាស់ស្អីគេរកឃើញនៅសួនក្រោយផ្ទះមែនទេជួនរឿងនេះជួនកូនប្រាប់ពុកមើលថាតើកូនដឹងយ៉ាងម៉េចថាមានយិនសិនព្រៃដុះនៅក្នុងសួនក្រោយផ្ទះរបស់យើងគឺសត្វស្លាប់តូចជាអ្នកប្រាប់ជួនចាស់សត្វស្លាប់ប្រាប់ចឹងហ៎លោកពុកបើបងប្រុសពិសាវាហើយតើគាត់នឹងជាសះស្បើយពីជំងឺមែនទេជួនរបស់ពួកយើងពិតជាក្មេងស្រីនាំសំណាងមែនឲ្យតែបងប្រុសបានពិសាវាហើយគាត់ច្បាស់ជាសះស្បើយភ្លាមមិនខានអញ្ចឹងប្រញាប់យកទៅឲ្យបងប្រុសពិសាទៅលោកពុកល្អណាស់កូន
ก็จินเชนโกนคลุนปราณโกนลูกปุกខ្ញុំមានអារម្មណ៍ថាធូស្រានឹងមានកម្លាំងកំហែងឡើងវិញច្រើនណាស់លោកពុកកុំបារម្ភអី ល្អណាស់ល្អណាស់បងប្រុសអាចមកលេងជាមួយជូនបានហើយ បៃលីងនាងត្រូវតាមមើលថែពួកគេឲ្យបានដិតដល់ពួកគេទើបតែដឹងខ្លួនពីឈឺកុំបណ្ដោយឲ្យលេងខ្លាំងពេកម្យ៉ាងទៀតត្រូវរៀបចំអាហារសម្រន់ឲ្យពួកគេពិសាផងរីកាលោកមេតបបន្ទាប់ពីបានស៊ើបអង្កេតពីប្រវត្តិរបស់លោកស្រីតូចរួចមកខ្ញុំយល់ឃើញថាមានរឿងសំខាន់មួយចំនួនដែលត្រូវរាយការណ៍ជូនលោកមេតបជាបន្ទាប់និយាយមកមើលប្តីប្រពន្ធលីសានគឺជាឪពុកម្ដាយចិញ្ចឹមរបស់ជួនពួកគេរៀបការជាច្រើនឆ្នាំហើយតែគ្មានកូនសោះប៉ុន្តែបន្ទាប់ពីបានរើសលោកស្រីតូចមកចិញ្ចឹមស្រាប់តែប្រពន្ធរបស់លីសានមានផ្ទៃពោះភ្លាមតាមពិតទៅនេះជារឿងមង្គលដ៏ល្អមួយប៉ុន្តែចាប់តាំងពីលីសានមានកូនបង្កើតជារបស់ខ្លួនមកពួកគេក៏ចាប់ផ្ដើមធ្វើបាបនិងធ្វើទារុណកម្មលើលោកស្រីតូចគ្រប់បែបយ៉ាងមិនយូរប៉ុន្មានប្រពន្ធរបស់លីសានក៏បានធ្លាក់ខ្លួនស្លាប់បាត់ទៅពួកគេបែរជានាំគ្នានិយាយបង្កាច់បង្ខូចថាលោកស្រីតូចជាក្មេងចង្រៃនាំគ្រោះមហន្តរាយមកឲ្យគ្រួសារទៅវិញលីសានខ្លាចខ្លួនឯងរងគ្រោះថ្នាក់ដែរក៏ប្រញាប់នាំយកលោកស្រីតូចមកលក់នៅទីនេះដើម្បីដូរយកប្រាក់កាក់មិនសមហេតុផលតតែសោះពេលបានផលចំណេញនាំគ្នាសរសើរថានាងនាំសំណាងដល់ពេលមានរឿងអាក្រក់កើតឡើងបែរជាទម្លាក់កំហុសថាជានាងនាំគ្រោះទៅវិញខ្ញុំគិតថាគ្រួសារលីដល់ពេលត្រូវរលាយនឹងស្លាប់មែនប៉ុន្តែរឿងដែលអស្ចារ្យបំផុតនោះគឺចាប់តាំងពីលោកស្រីតូចបានឈានជើងចូលមកក្នុងភូមិគ្រឹះយើងភ្លាមជំងឺដ៏ធ្ងន់ធ្ងររបស់លោកម្ចាស់ក្មេងក៏បានជាសេះស្បើយផ្លែតែចុះប្រសិនបើគ្មានចុះបើអីទាំងអស់ចាប់ពីថ្ងៃនេះទៅជួនគឺជាបុត្រីច្បងប្រចាំភូមិគ្រឹះលោកមេតបដ៏មានឥទ្ធិពលមួយនេះរីកាលោកមេតបលោកស្រីចាស់កំពុងធ្វើដំណើរត្រឡប់មកវិញហើយចំណែកឯលោកម្ចាស់ទី2និងលោកស្រីធំក៏កំពុងប្រញាប់ប្រញាល់ធ្វើដំណើរតែលោកម្ចាស់ទី3ម្នាក់ទេកម្លាំងការហាមទៅជួយការពារភ្លាមកុំឲ្យមានបញ្ហាអ្វីកើតឡើងតាមដងផ្លូវឲ្យសោះបាទលោកមេតបឆ្នាំនេះព្រឹកធ្លាក់ខ្លាំងពេកហើយធ្វើឲ្យប្រជារាស្ត្រជាច្រើនត្រូវដាច់ពូស្លាប់និងកកស្លាប់គួរឲ្យអាសូរពេលនេះភូមិគ្រឹះមេតបយើងក៏កំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងខ្លាំងដែរឯកម្លាំងសត្រូវផ្សេងកំពុងតែលបមើលឱកាសធ្វើបាបយើងជានិច្ចស្ថានភាពបច្ចុប្បន្នរបស់មេតបយើងមិនសូវជាល្អប៉ុន្មានទេអញ្ជើញមកពីធនាគារពាណិជ្ជបូព៌ាប្រទេសចាស់ពិធីដេញថ្លៃល្បែងភ្នាល់ថ្មត្បូងចប់មែនទេនេះជាល្បិចរកលុយដែលធនាគារពាណិជ្ជបូព៌ាប្រទេសតែងតែប្រើប្រាស់ដោយពឹងផ្អែកលើសំណាងនិងវាសនាសុទ្ធសាធឱកាសផ្សងសំណាងឈ្នះមានតិចតួចស្ដងណាស់ប្រសិនបើលោកម្ចាស់ទី3នៅទីនេះប្រហែលជាមានសង្ឃឹមខ្លះតែឥឡូវនេះគាត់មិននៅពិតមែនហើយខ្ញុំមិនដែលយល់ដឹងពីល្បែងភ្នាល់ថ្មត្បូងនេះតតែសោះប៉ុន្តែប្រជារាស្ត្រនៅក្នុងក្រុងមិនអាចរងចាំបានយូរទេសូម្បីតែបងប្អូនកងទ័ពក្រោមបង្គាប់ខ្ញុំក៏ដាច់បាយមិនបានដែរពេលនេះមានតែវិធីផ្សងព្រេងមួយនេះទេដែលអាចសាកល្បងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចចំពោះមុខនេះទៅប្រាប់ពួកគេចុះថាខ្ញុំនឹងចូលរួមជួនទៅតែរងការបោះបង់ចោលពីគេគួរឲ្យអាសូរចាប់ពីពេលនេះទៅទោះបីជាខ្ញុំតើលោកម្ចាស់ក្មេងវិញលោកម្ចាស់ក្មេងទៅតែជាសេះស្បើយទុកគាត់សម្រាប់នៅផ្ទះចុះបាទទៅនាំកញ្ញាតូចផ្លាស់សម្លៀកបំពាក់មកបាទឈុតនេះមិនស្អាតទេឈុតនេះវិញក៏ធម្មតាពេកសម្លៀកបំពាក់ទាំងអស់នេះសុទ្ធតែស្អាតណាស់ហេតុអ្វីបងប្រុសថាវាមិនស្អាតឈុតនេះស្អាតហើយបើអីចឹងខ្ញុំនឹងប្រញាប់ទៅផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យកញ្ញាតូចមួយសន្ទុះទៀតមេតបនឹងរងចាំមិនបានទេអហឹមនេះជាឈុតដែលឯងជ្រើសរើសឲ្យប្អូនស្រីមែនទេត្រូវហើយប្អូនស្រីខ្ញុំត្រូវតែស្លៀកឈុតដែលស្អាតបំផុតបងប្រុសពិតជាមិនទៅជាមួយខ្ញុំទេបងធ្លាប់ទៅហើយលើកក្រោយបងនឹងទៅជាមួយឯងទៀតបើអីចឹងខ្ញុំនឹងទិញកាដូចមកឲ្យបងវិញណាបានថែរក្សាលោកម្ចាស់ក្មេងឲ្យបានល្អបាទមេតបនេះជាលុយទាំងអស់ដែលយើងអាចប្រមូលបាននៅលើនេះការលេងល្បែងធ្មមានហានិភ័យខ្លាំងណាស់អ្នកអាចរកបានច្រើនឬក៏បាត់បង់ទាំងអស់បើមិនមែនដោយសារស្បៀងអាហារក្នុងទីក្រុងទេយើងនឹងមិនអាចទ្រាំបានប៉ុន្មានថ្ងៃឡើយមេតបពិតជាមិនហ៊ានប្រថុយនោះទេតោះទៅបាទ
ពុកនៅខាងក្រៅអ៊ូអរណាស់ ជួនកូនមិនដែលចេញមកក្រៅពីមុនទេ ពីមុនប៉ានិងម៉ាក់មិនឲ្យជួនចេញមកក្រៅទេ ជួនបើកូនចង់ចេញមកក្រៅប៉ានិងបងប្រុសនឹងទៅជាមួយកូន ពិតមែនឬល្អណាស់ មេតបស៊ីមិនបានជួបគ្នាជាយូរហើយនេះជាកូនស្រីខ្ញុំជួនជំរាបសួរពូកុង ជំរាបសួរពូកុង មេតបសូមអញ្ជើញចូល នេះហើយជាក្មេងស្រីដែលបាននាំសំណាងដល់កូនប្រុសរបស់មេតប ខ្ញុំឮថានាងជាកូនចិញ្ចឹមពីគ្រួសារផ្សេងក្រោយមកនៅពេលដែលពួកគេមានកូនប្រុសពួកគេក៏បានបោះបង់នាងចោល និយាយតិចកុំឲ្យមេតបស៊ីលឺសូមអរគុណភ្ញៀវទាំងអស់ដែលបានចូលរួមព្រឹត្តិការណ៍ល្បែងថ្មនៅថ្ងៃនេះថ្មល្បែងទាំងអស់ត្រូវបានកំណត់តម្លៃហើយបើអ្នកទាំងអស់គ្នាចង់បានអាចទិញវាដោយផ្ទាល់បានយើងមានអ្នកជំនាញសម្រាប់ជួយកាត់ថ្មជូនអ្នករាល់គ្នាចំពោះលទ្ធផលគឺអាស្រ័យលើសំណាងរបស់អ្នករាល់គ្នាប្រសិនបើអ្នករកឃើញត្បូងមរកលំដាប់ខ្ពស់សភាពាណិជ្ជកម្មចិនបូព្រារបស់យើងនឹងរីករាយទិញវាក្នុងតម្លៃខ្ពស់ ពុកខ្ញុំចង់បានថ្មនោះ មិនអីទេជួនចូលចិត្តដុំនេះអញ្ចឹងយើងនឹងទិញដុំនេះ លោកមេតបស៊ី លោកគួរតែកំណត់ដែនកំណត់ក្នុងការស្រឡាញ់ក្មេងស្រីនេះខ្លះចង្អុលទៅថ្មបាក់បែកពីរបីដុំហើយឲ្យលោកទិញវាទ្រព្យសម្បត្តិគ្រួសារលោកនឹងត្រូវនាងចាយអស់មិនយូរមិនឆាប់ទេ ពុកខ្ញុំក៏ចង់ទិញថ្មនោះដែរ ទិញហើយបាទ លោកមេតបស៊ីខ្ញុំសូមរំលឹកលោកដោយចិត្តល្អបើលោកនៅតែបន្តល្ងងខ្លៅចំពោះក្មេងស្រីនេះទ្រព្យសម្បត្តិគ្រួសារលោកនឹងបាត់បង់ទាំងអស់ខ្ញុំមិនបានប្រាប់លោកទេផ្ទះរបស់លោកត្រូវការនរណាម្នាក់ដើម្បីគ្រប់គ្រងកញ្ញាឲ្យលោកបើលោកពិតជាមិនអាចទម្លាក់មោទនភាពរបស់លោកបានទេខ្ញុំអាចឲ្យគ្រួសារលីវមកពិភាក្សានៅផ្ទះលោកបានកាលនោះខ្ញុំបានតាមដានលោកយ៉ាងខ្ជាប់ខ្ជួនប៉ុន្តែលោកមិនព្រមឥឡូវនេះផ្ទះមេតបមានរន្ធធំបែបនេះលោកចង់បំពេញវាលោកត្រូវតែអង្វរខ្ញុំមែនទេ ថាតើខ្ញុំសឹងឬមិនសងមិនពាក់ព័ន្ធនឹងអ្នកទេដរាបណាកូនស្រីខ្ញុំសប្បាយចិត្តនោះហើយជាអ្វីដែលសំខាន់ជួនកូនចូលចិត្តអ្វីទៀតប្រាប់ប៉ាមកប៉ានឹងទិញឲ្យកូនទាំងអស់ អូនោះក៏មានដែរជួនចូលចិត្តទាំងអស់ ល្អហើយប៉ានឹងទិញឲ្យទាំងអស់ លោកមេតបស៊ីលោកឈួតហើយឬដើម្បីតែក្មេងស្រីម្នាក់លោកចាយលុយខ្ជះខ្ជាយម្លេះពុកតើជួននិយាយខុសហើយឬ កុំខ្វល់នឹងនាងអីនាងគ្រាន់តែជាឈួតប៉ុណ្ណោះជួនមិនខុសទេជួនចង់បានអ្វីប៉ានឹងទិញឲ្យកូនទាំងអស់ អាហាំលោកមេតបស៊ីនេះជាល្បែងថ្មមិនមែនជាល្បែងក្មេងលេងទេខ្ញុំបានរំលឹកលោកដោយចិត្តល្អហើយលោកនៅតែនិយាយមកកាន់ខ្ញុំបែបនេះ បើខ្ញុំនិយាយបែបនេះតើអ្នកអាចធ្វើអ្វីបានហើយជួនមិនមែនជាក្មេងស្រីធម្មតាទេនាងគឺជាកែវភ្នែករបស់ខ្ញុំនៅក្នុងផ្ទះមេតប លោកឡពេលកាត់ថ្មហើយចាំមើលថាលោកនៅតែរឹងរូសបែបនេះបានទៀតឬអត់ពេលផ្ទះមេតបរបស់លោកអស់លុយគុំមករកគ្រួសារលីវរបស់យើងឲ្យសោះហឺមអ្នកណាមិនដឹងអំពីវិបត្តិស្បៀងអាហារបច្ចុប្បន្នផ្ទះមេតបកំពុងជួបការលំបាកហើយលុយនេះប្រហែលជាប្រមូលបានចុងក្រោយហើយនៅពេលដែលលោកចាញ់លោកនឹងគ្មានជំរើសក្រៅពីលុតជង្គង់នៅជើងខ្ញុំទេ មេតបលោកពិតជាមិនឲ្យមុខកញ្ញាលីវសោះបើនាងថ្ងៃនេះគ្មាននរណាម្នាក់អាចមើលងាយកូនស្រីខ្ញុំបានទេបើខ្ញុំចុះចាញ់ជួននឹងមិនដែលត្រូវបានគេទទួលស្គាល់ឡើយលើសពីនេះទៅទៀតគឺនាង ច្បាស់ណាស់ថ្មទាំងនោះគឺស្អាតបំផុតក្នុងចំណោមថ្មទាំងអស់អ្នកមីងនោះហេតុអ្វីមិនចង់ឲ្យពុកទិញវា សម្រេចហើយ ឡបើអីចឹងខ្ញុំនឹងឲ្យអ្នករាល់គ្នាឃើញថាមេតបខុសប៉ុណ្ណាហើយក៏ឲ្យអ្នករាល់គ្នាឃើញពីកម្លាំងរបស់គ្រួសារលីវរបស់យើងដែរ អ្នកណាហ៊ានធ្វើឲ្យកញ្ញាលីវខឹងគ្មានអ្នកណាទេក្រៅពីមេតបស៊ីដែលបានរើសក្មេងម្នាក់ពីណាក៏ចង្អុលថ្មមួយដុំហើយចង់ទិញខ្ញុំបានរំលឹកគាត់ដោយចិត្តល្អហើយគាត់បែរជាមិនឲ្យមុខខ្ញុំទៅវិញ អាហាំ កុំបារម្ភកញ្ញាលីវគ្មាននរណាម្នាក់ហ៊ានធ្វើបាបនាងឡើយនឹកស្មានមិនដល់ថាមេតបដែលតែងតែលាក់ខ្លួននឹងមានអំណាចនោះក៏នឹងមកកន្លែងល្បែងថ្មតូចតាចរបស់យើងដែរ
ខ្ញុំមកទីនេះដើម្បីរើសកាដូឲ្យកូនស្រីខ្ញុំចេញទៅមេតបពិតជាចិត្តទូលីណាស់ឲ្យដុំមាសតូចមួយភ្លាមមនុស្សប្រហែលជាគិតថានាងជាកូនបង្កើតរបស់លោកមានរឿងអ្វីផ្សេងទៀតទេបើគ្មានទេចេញទៅឲ្យឆ្ងាយកុំរារាំងកូនស្រីខ្ញុំកុំឲ្យរើសកាដូហេលោកមេតបស៊ីដោយសារលោកបានមកលេងល្បែងថ្មហើយហេតុអ្វីមិនបន្ថែមការភ្នាល់ខ្លះទៅខ្ញុំគ្មានចំណាប់អារម្មណ៍ទេមេតបពេលយ៉ាងដ៏អង្អាចខ្លាចការប្រកួតប្រជែងបន្តិចបន្តួចឬមិនមែនទេលុះត្រាតែដោយពាក្យចាំអារាមនិយាយថាមេតបពេលយ៉ាងកំពុងជួបវិបត្តិអ្វីមួយខ្វះខាតលុយកាក់ដល់ថ្នាក់សំបីតែលុយមកលេងភ្នាល់ថ្មត្បូងក៏គ្មានផងអូនិយាយទៅរឿងនេះបែបហ្នឹងឡើយហានិយាយទៅប្រហែលជាមិនមែនបែបហ្នឹងទេមើលទឹកមុខគេទៅដឹងតែជាប្រហែលជាអញ្ចឹងហើយគ្មានផ្លូវទៅរួចទេទោះជាអូតស្គុំស្លាប់ក៏នៅតែធំជាងសេដែរតាមមានអ្វីត្រូវខ្លាចចម្លេះខ្ញុំចង់ដឹងណាស់ថាលោកមេតបអាចសម្ដែងធ្វើជារឹងមាំនៅចំពោះមុខខ្ញុំបានយូរប៉ុណ្ណាទៀតជាមួយនឹងកម្រិតជំនាញមើលថ្មត្បូងដ៏ទន់ខ្សោយរបស់លោកថ្ងៃនេះបើមិនលុតជង្គង់អង្វរខ្ញុំទេគុំសង្ឃឹមថាអាចដើរចេញពីទីនេះបានឲ្យសោះអញ្ចឹងតើយើងគូភ្នាល់គ្នាដោយរបៀបណាចាញ់ការភ្នាល់ជាមិនខានក្មេងស្រីម្នាក់នេះមានប្រវត្តិអស្ចារ្យបែបណាទៅទើបអាចធ្វើឲ្យលោកមេតបមានភាពស្ងប់ស្ងាត់ដល់ថ្នាក់នេះតោះពួកយើងមកភ្នាល់គ្នាថាតើត្បូងរបស់នរណាដែលកាត់ចេញមកនៅថ្ងៃនេះមានតម្លៃខ្ពស់ជាងអ្នកចាញ់ត្រូវតែចេញលុយបង់ថ្លៃថ្មត្បូងទាំងអស់របស់អ្នកឈ្នះយ៉ាងម៉េចដែរលោកពេកប្រឡូកក្នុងល្បែងភ្នាល់ថ្មត្បូងនេះរាប់សិបឆ្នាំហើយហេតុអ្វីមិនហ៊ានលេងជាមួយលោកមេតបរបស់យើងថាម៉េចមិនក៏ស្ងាត់ចឹងឬមួយក៏លោកមេតបមិនហ៊ានភ្នាល់ជាមួយខ្ញុំពិតមែនលោកបើមិនហ៊ានភ្នាល់ទេក៏ប្រញាប់អន់ក្បាលចុះចាញ់តែម្ដងទៅមិនល្អជាងទេហោះមានការអីមែនទេកូនឲ្យតែជាកូនជួនពេញចិត្តទោះរើដំណាក៏បានទាំងអស់បានពុកនឹងទិញយកទាំងអស់ឲ្យកូនលោកមេតបស៊ីកុំព្យាយាមបង្វែរដានរឿងរ៉ាវអីបើលោកមិនហ៊ានភ្នាល់ទេគ្រាន់តែលុតជង្គង់សុំទោសនៅចំពោះមុខអ្នកទាំងអស់គ្នាទៅជាការស្រេចខ្ញុំមិនដែលស្គាល់ពាក្យថាខ្លាចនោះទេល្អណាស់កូនល្អណាស់បើលោកមេតបព្រមព្រៀងហើយអញ្ចឹងការភ្នាល់នេះមានពេលកំណត់1ម៉ោងសូមអញ្ជើញលោកប្រធានកេងនិងលោកដុងមកធ្វើជាសាក្សីដើម្បីជួយកាត់សេចក្តីរកអ្នកឈ្នះចាញ់នៅបន្តិចទៀតនេះគ្មានបញ្ហាទេលោកដុងនិងខ្ញុំរីករាយធ្វើជាសាក្សីពួកយើងគ្មានទាស់ខុសអីឡើយគ្រាន់តែថាលោកមេតបតើលោកពិតជាចង់យកថ្មដែលក្មេងស្រីម្នាក់នេះឬតាមចិត្តមកធ្វើជាវត្ថុភ្នាល់ពិតមែនឬថ្មនៅក្នុងរទេះនោះសុទ្ធតែជាកំទេចថ្មថ្នាក់ទាបដែលគ្មានតម្លៃសោះមែនហើយសុទ្ធតែជាថ្មថ្នាក់ទាបទាំងអស់នឹកស្មានមិនដល់សោះថាលោកមេតបដ៏មានអំណាចបែរជាស្រឡាញ់ថ្នាក់ថ្នមកូនស្រីដល់ថ្នាក់នេះសូម្បីតែរឿងភ្នាល់ត្បូងដែលពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះក៏បណ្ដោយឲ្យកូនស្រីលេងសាច់តាមចិត្តដែរល្អណាស់កូនល្អណាស់ហាហាតើលោកមេតបកាត់អីហ្នឹងគាត់ព្រមចំណាយលុយទិញថ្មទាំងនោះដោយមិនព្រមពិនិត្យមើលបន្តិចសោះខ្ញុំគិតថាលោកពេមានចិត្តណាចង់ធ្វើបាបលោកមេតបហើយគាត់ជាអ្នកជំនាញខាងមើលថ្មត្បូងលំដាប់កម្ពូលចុះក្មេងស្រីតូចម្នាក់នេះអាចយកអ្វីទៅប្រៀបជាមួយគាត់បានលើកនេះលោកមេតបច្បាស់ជាត្រូវចាញ់អស់ខ្លួនជាមិនខានពួកយើងនឹងប្រើប្រាស់ថ្មទាំងនេះមកធ្វើជាវត្ថុភ្នាល់ហាមិនពិតទេដឹងអាយ៉ាហាហាលោកមេតបស៊ីតើត្រចៀករបស់ខ្ញុំស្ដាប់មិនច្រឡំទេមែនទេលោកចង់យកថ្មចង្រៃទាំងនេះមកភ្នាល់ជាមួយខ្ញុំហ៎ខ្ញុំពិតជាចំណេញហួសថ្លែងហើយមិននឹកស្មានថាលោកល្ងងដល់ថ្នាក់ទុកឲ្យក្មេងស្រីម្នាក់មកសម្រេចវាសនាជំនួសបែបនេះសោះខែទៅលោកមេតបប្រហែលជាគ្មានចំណេះដឹងរឿងរើសថ្មត្បូងនេះតតែសោះតែខ្លួនឯងមើលមិនដឹងខ្យល់អីទើបបណ្ដោយឲ្យក្មេងម្នាក់នេះរើសតាមចិត្តដើម្បីយកមកធ្វើជាលេសបាំងមុខទី1បើទោះជាចាញ់ក៏មិនដឹងជាយ៉ាងម៉េចចំណែកឯទី2គឺដើម្បីកុំឲ្យខ្លួនឯងត្រូវរងនៅកេរ្តិ៍ឈ្មោះអាម៉ាស់ថាជាអ្នកចាញ់អូអីចឹងទេហោះមិនចម្លែកចិត្តសោះដែលលោកអាចឡើងធ្វើជាលោកមេតបបានល្បិចក៏ពិតជាជ្រៅនិងដាច់ចិត្តខ្លាំងណាស់ជាក់ស្ដែងណាស់ថាភូមិគ្រឹះមេតបកំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរប៉ុន្តែបែរជាចង់រុញក្មេងស្រីតូចម្នាក់ឲ្យមកទទួលខុសត្រូវរឿងចាញ់ឈ្នះទៅវិញទី1ជួនមិនមែនជាក្មេងគ្មានប្រភពដើមមកបង្កការរញ៉េញ៉ៃទេទី2ភូមិគ្រឹះមេតបរបស់ខ្ញុំរឹងមាំដូចផ្ទាំងធ្មង់យើងមិនដែលរុញក្មេងតូចណាម្នាក់ឲ្យមកទទួលខុសត្រូវជំនួសឡើយទី3បើអញហ៊ានហើបមាត់និយាយពាក្យសម្ដីមើលងាយដៀលថ្មាស់លើជួនតែមួយម៉ាត់ទៀតកុំចោទថាខ្ញុំមិនប្រាប់មុនថាគាត់លោកមេតបដែលខ្ញុំវាមិនស្គាល់មុខនោះទេបើលោកមានជំនឿចិត្តខ្លាំងថាខ្លួនឯងពិតជាឈ្នះអញ្ចឹងពួកយើងមកបន្ថែមលក្ខខណ្ឌភ្នាល់មួយទៀតទៅបើលោកចាញ់លោកត្រូវតែលុតជង្គង់សុំទោសខ្ញុំនៅទីនេះ
ឲ្យតែជាកូនរើសពុកជឿជាក់ជានិច្ចចុះបើលោកជាអ្នកចាញ់វិញខ្ញុំគ្មានថ្ងៃចាញ់ដាច់ខាតជាពិសេសគឺគ្មានផ្លូវចាញ់ធម្មតារើសដោយក្មេងមិនដឹងខ្យល់ម្នាក់នោះទេបើលោកចាញ់លោកត្រូវតែលុតជង្គង់សុំទោសកូនស្រីជូនរបស់ខ្ញុំល្អគ្មានបញ្ហាទេខ្ញុំព្រមទទួលព្រោះខ្ញុំគ្មានថ្ងៃចាញ់ឡើយចាំមើលចុះតិចទៀតនឹងបានឃើញមនុស្សសម្ដែងធ្វើជាល្ងងចាញ់បាក់មុខមិនខានតើលោកមេតបចង់ឲ្យកាត់ថ្មរបស់លោកមុនឬឲ្យខ្ញុំកាត់មុនឃើញថាលោកពៃមានទំនុកចិត្តខ្ពស់ដល់ថ្នាក់នេះទៅហើយអញ្ចឹងសូមអញ្ជើញលោកពៃចាប់ផ្ដើមកាត់មុនចុះខ្ញុំក៏ចង់រៀនសូត្រពីជំនាញកាត់ថ្មត្បូងដ៏ល្បីល្បាញរបស់លោកដែរហាហាល្អណាស់អាយ៉ាចេញពណ៌បៃតងមកហើយពណ៌បៃតងដុំដំបងគេនេះគឺជាត្បូងសណ្ដែក BJ ជាត្បូងសណ្ដែកមែនធ្វើត្បិតតែវាជាត្បូងសណ្ដែកធម្មតាប៉ុន្តែក៏ជាការចាប់ផ្ដើមដ៏ល្អមួយដែរកាត់ដំបងឃើញពណ៌ភ្លាមលោកបៃពិតជាពូកែក្លបិចមែនគ្រាន់តែរើសដុំដំបងក៏កាត់ជូបត្បូងមានតម្លៃបាត់ទៅហើយនេះគ្រាន់តែជាសមត្ថភាពលេងសាច់បន្តិចបន្តួចប៉ុណ្ណោះខ្ញុំមិនទាន់បានបញ្ចេញក្បាច់ពិតប្រាកដនៅឡើយទេពួកយើងជាអ្នកជំនាញលេងភ្នាល់ថ្មត្បូងមិនដូចជាលោកមេតបខ្លះនោះទេពេលភូមិគ្រឹះជួបវិបត្តិបែរជានាំក្មេងស្រីតូចម្នាក់មកទីនេះដើម្បីផ្សងសំណាងទៅវិញក្មេងម្នាក់នេះពិតជាគួរឲ្យអាសូរណាស់អាយុទើបតែប៉ុណ្ណឹងសោះបែរជាត្រូវមកផ្ទុកបន្ទុកការខាតបង់ជំនួសភូមិគ្រឹះមេតបទាំងមូលជួនបើកូនមានអារម្មណ៍ថាងុយគេងកូនអាចគេងសម្រាប់នៅលើផ្លូវរបស់ពុកសិនចុះណាកាត់បន្តទៀតទៅចាំមើលថាតើពួកគេនៅអាចមានចិត្តដេកលក់ស្រួលទៀតដែរឬទេបន្ទាប់ពីឃើញលទ្ធផលថ្មដុំនេះក៏កាត់ចេញមកល្អខ្លាំងណាស់ដែរអូហូនេះជាត្បូងទឹកកក ICA តែនទេមិនធម្មតាទេពិតជាល្អខ្លាំងណាស់លោកពៃមានថ្មសរុបទាំងអស់10ដុំចំណែកឯដុំដែលមានតម្លៃខ្ពស់បំផុតគឺត្បូងទឹកកកមួយនេះឯងហើយក្នុងចំណោមថ្មទាំង10ដុំនោះគឺមានដល់ទៅ6ដុំដែលមានលាក់ត្បូងពេជ្រនៅខាងក្នុងនេះជាអត្រាជោគជ័យខ្ពស់កប់ពុកហើយលោកពៃពិតជាខ្លាំងពូកែមិនគួរឲ្យជឿសោះលោកមេតបមែនហើយគាត់ពិតជាខ្លាំងមែនលើកនេះលោកមេតបច្បាស់ជាចប់ហើយឥឡូវនេះដល់វិញថ្មរបស់លោកហើយខ្ញុំចាំមើលណាស់ថាទឹកមុខលោកពេលចាញ់នឹងទៅជាយ៉ាងណាខ្ញុំពិតជាមិនដឹងសោះថាក្មេងស្រីដែលមកពីប្រភពមិនច្បាស់លាស់ម្នាក់នេះអាចទទួលបានការស្រឡាញ់ពីលោកមេតបខ្លាំងដល់ថ្នាក់នេះដោយរបៀបណាថ្មចង្រៃដែលនាងរើសមកទាំងនេះតើអាចមានរបស់ល្អអ្វីលាក់ទុកទៅពេលនេះលោកនៅមានឱកាសដកថយនៅឡើយទេប្រសិនបើលោកព្រមហាប់មាត់សុំទោសខ្ញុំនៅទីនេះខ្ញុំអាចនឹងជួយនិយាយសម្រុះសម្រួលឲ្យអ្នកទាំងអស់គ្នាធ្វើមិនដឹងមិននឿចំពោះរឿងភ្នាល់នេះបានកាត់វាទៅហាលោកពិតជាហ៊ានបញ្ជាឲ្យកាត់ថ្មដែលក្មេងស្រីម្នាក់នេះរើសពិតមែនហ៎លោកមេតបស៊ីលោកពិតជាឆ្លាតវៃមួយពេលតែបែរជាមកល្ងងខ្លៅអស់មួយជីវិតព្រោះតែរឿងនេះសោះមើលទៅលោកមេតបស៊ីប្រហែលជាមិនអាចរងចាំយូរបានទេចង់ប្រញាប់មកលុតជង្គង់សុំទោសខ្ញុំណាស់ហើយត្រូវទេហេកាត់លើកដំបងចេញមកសំបីតែពណ៌បៃតងបន្តិចក៏គ្មានឃើញដែរលោកមេតបស៊ីលោកចង់មកពិនិត្យមើលលទ្ធផលបន្តិចទេកាត់បន្តទៀតទៅនេះជាការកាត់លើកទី2ហើយណាប៉ុន្តែនៅតែគ្មានស្រមោលពណ៌បៃតងដែលលោកមេតបស៊ីនឹកស្មានមិនដល់សោះថាមានតែមនុស្សដូចជាលោកទេដែលព្រមជឿជាក់លើការរើផ្សងសំណាងរបស់ក្មេងមិនដឹងខ្យល់ម្នាក់ចាប់ផ្ដើមកាត់បន្តទៀតទៅស្អីគេហ្នឹងអាយ៉ាចេញពណ៌ទឹកក្រូចហើយពិតជាមិនគួរឲ្យជឿសោះរឿងនេះមិនគួរឲ្យជឿតតែសោះគំនោថ្មអន់គ្មានតម្លៃសោះបែរជាកាត់បានត្បូងកែវពណ៌ទឹកក្រូចទៅវិញពិតជាត្បូងភ្នែកទិព្វពណ៌ទឹកក្រូចមែនមើលមិនខុសតតែសោះនេះជាវត្ថុទិព្វដ៏អស្ចារ្យបំផុតមិនអាចទៅរួចទេរឿងបែបនេះមិនអាចកើតឡើងបានទេមិនអាចដាច់ខាតតើលោកគ្រូទាំងពីរមើលច្រឡំឬអត់វាមិនអាចទៅមិនទេមានអ្វីដែលថាដឹងមិនអាចនោះខ្ញុំជាអ្នកជំនាញលំដាប់កម្ពស់ក្នុងវិស័យវត្ថុបុរាណនិងត្បូងថ្មគ្មានអ្នកណាម្នាក់មានសិទ្ធិមកសង្ស័យលើការវិតម្លៃរបស់ខ្ញុំឡើយបើមិនអស់ចិត្តលោកគួរតែបើកភ្នែកធំហើយពិនិត្យមើលឲ្យច្បាស់ដោយខ្លួនឯងទៅអូហូវាពិតជាត្បូងកែវពណ៌ទឹកក្រូចដ៏កម្រពិតមែនបាទពិតប្រាកដណាស់
ហើយនេះក៏ជាលើកទី1ក្នុងជីវិតខ្ញុំដែរដែលបានឃើញត្បូងប្រភេទនេះដោយផ្ទាល់ភ្នែកអ្វីដែលនឹកស្មានមិនដល់គឺវាបែរជាបានមកពីដុំថ្មថ្នាក់ទាបបំផុតទៅវិញលោកមេតបលោកកំពុងលេងសើចនឹងខ្ញុំហើយត្រូវទេលោកយកក្មេងស្រីម្នាក់នេះមកធ្វើជាលេខបានជាកំពូលអ្នកជំនាញមើលធ្លុះថ្មត្បូងខ្ញុំក៏មិននឹកស្មានថាជួនមានដួងសំណាងខ្ពស់ដល់ថ្នាក់នេះដែរជប់និយាយរឿងមិនដឹងខ្យល់ទាំងនោះទៀតទៅគ្រាន់តែត្បូងពណ៌ទឹកក្រូចមួយដុំដែលកាត់បានពីថ្មរបស់ខ្ញុំនេះមានតម្លៃលើសលប់ជាងថ្មទាំង10ដុំរបស់លោកបូករួមគ្នាទៅទៀតលោកចាញ់ការភ្នាល់នេះហើយពិតមែនហើយត្បូងពណ៌ទឹកក្រូចដ៏កម្រនេះមិនត្រឹមតែមានតម្លៃមហាសាលរកអ្វីប្រៀបមិនបានទេតែថែមទាំងជាវត្ថុមានមង្គលការពារភូមិគ្រឹះទៀតផងដល់ដំណាក់កាលនេះហើយលោកនៅមិនទាន់ព្រមទទួលស្គាល់ការពិតទៀតហ៎លោកមេតបលោកមិនមែនឈ្នះដោយសារសំណាងនោះទេមែនទេមិនដែរចាញ់ហើយបែរជាមិនហ៊ានទទួលកំហុសឬក៏ចង់ក្រឡាសម្ដីខ្ញុំមិនមែនមិនហ៊ានទទួលនោះទេគ្រប់គ្រាន់ហើយលោកជាអ្នកឈ្នះហើយលើកនេះខ្ញុំព្រមចុះចាញ់ចុះខ្ញុំព្រមទទួលថាខ្ញុំចាញ់ហើយរងចាំបន្តិចសិនលោកមេតបចង់ធ្វើអ្វីទៀតចុះចំណែកលក្ខខណ្ឌភ្នាល់របស់យើងមិញនេះគិតយ៉ាងម៉េចវិញរឿងនឹងខ្ញុំមិនទាន់ភ្លេចឡើយខ្ញុំនឹងឲ្យមនុស្សរៀបចំប្រាក់កាក់បង់ថ្លៃថ្មទាំងអស់ជូនលោកភ្លាមប្រាក់កាក់ចឹងហ៎លោកគិតថាមនុស្សដូចជាខ្ញុំខ្វល់ខ្វាយនឹងកំទេចលុយកាក់របស់លោកណាស់ទៅហ៎បើអញ្ចឹងតើលោកចង់បានអ្វីគឺការលុតជង្គង់សុំទោសតាមសម្ដីភ្នាល់លោកថាម៉េចហេតុអ្វីក៏ស្ដាប់មិនយល់ភាសាមនុស្សចឹងឬមួយក៏ត្រូវឲ្យខ្ញុំដកកាំភ្លើងមកបាញ់មួយគ្រាប់សិនទើបលោកព្រមយកសេចក្តីលោកហ្វូគូលោកឈ្គួតទៅហើយមែនទេលោកបង្ខំឲ្យខ្ញុំលុតជង្គង់សុំទោសចឹងហ៎ធ្វើបែបនេះវាមិនខុសពីការប្រកាសប្រាប់អ្នកទូទាំងក្រុងថាជំនាញមើលថ្មត្បូងដ៏ល្បីល្បាញរបស់ខ្ញុំអន់ជាងក្មេងស្រីមិនដឹងខ្យល់ម្នាក់ទៅទៀតទេហ៎មិនដែរនៅតែមានចរិតរឹងរូសមិនព្រមលុតជង្គង់សុំទោសទៀតមែនទេអនុខេនេអៃជីបាទលោកមេតបហ្វូគូខ្ញុំខុសហើយខ្ញុំព្រមទទួលស្គាល់ថាខ្ញុំចាញ់ហើយនៅឈរធ្វើអីទៀតជប់ភ្លាមមិនប្រញាប់ដើរចេញទៅខ្ញុំមានបានអនុញ្ញាតឲ្យលោកដើរចេញទៅហើយឬនៅលោកមេតបលោកចង់បានអ្វីពីខ្ញុំទៀតហើយនឹងខ្សែសំឡេងនិងកាយវិការសុំទោសរបស់លោកមិញនេះវាមើលទៅគ្មានភាពស្មោះត្រង់តតែសោះលោកកុំហួសហេតុពេកចង់សាកមែនទេលោកមេតបហ្វូគូខ្ញុំសូមសារភាពកំហុសពិតប្រាកដហើយគឺមកពីខ្ញុំមានភ្នែកតែគ្មានប្រស្រីមើលងាយសមត្ថភាពមើលថ្មរបស់លោកពេកហើយសំឡេងរបស់លោកមិញនេះវាអ៊ូតងខ្សោពេកហើយឬមួយក៏លោកភ្លេចយកខ្សែសំឡេងមកពីផ្ទះខ្ញុំស្ដាប់មិននឿអ្វីតតែសោះលោកមេតបហ្វូគូខ្ញុំដឹងកំហុសហើយធ្វើបែបនេះតើគ្រប់គ្រាន់ចិត្តលោកហើយឬនៅអញស្រែកលោឡាខ្លាំងបែបនេះធ្វើអីតិចទៀតនឹងធ្វើឲ្យកូនស្រីជូនរបស់ខ្ញុំត្រូវភ្ញាក់ពីដេកមិនខានទេល្អណាស់លោកចាំមើលចុះថ្ងៃក្រោយគង់មានថ្ងៃសងសឹកវិញទេមនុស្សសម្រាមអត់ប្រយោជន៍ពិតមែនសូម្បីតែភ្នាល់ចាញ់ក្មេងស្រីតូចម្នាក់ក៏ចាញ់ដែរលោកមេតបតើលោកមានបំណងចង់លក់ត្បូងទឹកក្រូចមួយដុំនេះដែរឬទេនៅទីនេះមានមនុស្សអ៊ូអែនិងមានភ្នែកច្រើនពេកហើយពួកយើងមិនគួរនិយាយវែងឆ្ងាយទេខ្ញុំយកសេចក្តីហើយបើអញ្ចឹងខ្ញុំនឹងចាត់ចែងឲ្យជាងជំនាញជួយកាត់ថ្មដែលនៅសល់ទាំងអស់ជូនលោកមេតបដោយប្រយ័ត្នប្រយែងបន្ទាប់ពីរួចរាល់ពួកយើងនឹងទៅរកកន្លែងស្ងាត់ដើម្បីពិភាក្សាគ្នាលម្អិតធ្វើតាមការគួរចុះពួកឯងទាំងអស់គ្នាត្រូវប្រយ័ត្នប្រយែងឲ្យមែនទែនហាមធ្វើឲ្យខូចខាតថ្មទាំងនោះឲ្យសោះអ្នកណាទៅដឹងប្រហែលជាមានត្បូងចោកបៃតងលំដាប់កំពូល Imperial Green លាក់នៅខាងក្នុងក៏ថាបានអូហូពិតជាត្បូងចោកបៃតងលំដាប់កំពូលមែនត្បូងចោកបៃតងមែនល្អខ្លាំងណាស់នៅមានត្បូងពណ៌ស្វាយលំដាប់កំពូល Imperial Purple មួយដុំទៀតត្បូងពណ៌ស្វាយដ៏កម្រដុំនេះវិញកាត់ចេញមកជាត្បូងទឹកខៀវស្រងាត់អាយ៉ានេះជាត្បូងពណ៌ឈាមក្រហមឆ្អៅតើមែនហើយជាត្បូងពណ៌ឈាមក្រហមដ៏មានតម្លៃអព្រះជាម្ចាស់អើយថ្មទាំងនេះសុទ្ធតែលាក់ត្បូងទិព្វលំដាប់កំពូលទាំងអស់សំណាងនិងវាសនារបស់លោកមេតបពិតជាខ្លាំងពូកែរកអ្វីប្រៀបផ្ទឹមមិនបានមែននេះមិនមែនត្រឹមតែជាសំណាងនោះទេតែវាជាសមត្ថភាពដ៏វិសេសវិសាលបំផុតចាប់ពីពេលនេះទៅប្រសិនបើមានអាណាហ៊ានហើបមាត់និយាយថាលោកមេតបរបស់យើងមិនចេះមើលថ្មត្បូងទៀតនោះខ្ញុំនឹងជួយហែកមាត់វាមុនគេមែនហើយសូម្បីតែមាត់ខ្ញុំក៏មិនលើកលែងដែរលោកមេតបលោកស្រីតូចជួនពិតជាផ្កាយសំណាងដែលនាំលាភជ័យមកឲ្យភូមិគឺយើងពិតប្រាកដមែនថ្ងៃនេះនៅចំពោះមុខអ្នកទាំងអស់គ្នាខ្ញុំគ្រាន់តែជាអ្នកចេញមុខភ្នាល់និងជាអ្នកចំណាយលុយទិញថ្មទាំងនេះប៉ុណ្ណោះជួននាងនៅក្មេងណាស់ពួកយើងមិនអាចបណ្ដោយឲ្យពួកមនុស្សអាក្រក់ដឹងរឿងហើយមកគិតប៉ងប្រាថ្នាមិនល្អលើនាងឡើយបើទោះជានៅក្នុងភូមិគឺមេតបក៏ត្រូវតែមានការការពារឲ្យបានហ្មត់ចត់បំផុតដែរទទួលបញ្ជាបាទលោកមេតបបាទភ្នែកមើលធ្លុះរបស់លោកមេតបហ្វូគូពិតជាមុតស្រួយខ្លាំងណាស់ថ្មទាំង10ដុំសុទ្ធតែកាត់ចេញជាត្បូងកែវលំដាប់កំពូលទាំងអស់ពិតជាគួរឲ្យកោតសរសើរនិងច្រណែនខ្លាំងណាស់ពិតជាគួរឲ្យច្រណែនមែនខ្ញុំចង់សួរបន្តិចតើលោកមេតបមានបំណងចង់លក់ចេញខ្លះដែរឬទេថ្មត្បូងទាំងនេះសុទ្ធតែជារបស់ដែលជួនជាអ្នកជ្រើសរើសទិញទាំងអស់ដូច្នេះបើទោះជាចង់លក់ក៏ត្រូវតែរងចាំសួរយោបល់និងការសម្រេចចិត្តពីជួនជាមុនសិនដែរ
ថ្ងៃនេះកូនស្រីខ្ញុំរៀងហត់នឿយខ្លាំងហើយខ្ញុំត្រូវនាំនាងត្រឡប់ទៅសម្រាប់នៅភូមិគ្រឹះវិញសិនចាំថ្ងៃស្អែកសូមលោកអញ្ជើញមកភូមិគ្រឹះខ្ញុំចុះពួកយើងនឹងពិភាក្សាគ្នាលម្អិតឡើងវិញម្យ៉ាងវិញទៀតចំពោះរឿងរ៉ាវភ្នាល់កាត់ថ្មនៅថ្ងៃនេះមនុស្សដឹងកាន់តែតិចកាន់តែល្អបំផុតអូបាទលោកមេតបពួកយើងយកសេចក្តីហើយយើងនឹងរក្សាការសម្ងាត់នេះឲ្យជិតបំផុតបើអញ្ចឹងខ្ញុំសូមជម្រាបលាសិនហើយពួកយើងនឹងរក្សាការសម្ងាត់នេះជូនលោកពុកចាជូនកូនសម្លាញ់ភ្ញាក់ហើយហ៎ពេលនេះលោកយាយបានធ្វើដំណើរត្រឡប់មកវិញដល់ផ្ទះហើយគាត់កំពុងតែចង់ជួបកូនខ្លាំងណាស់ជូនទេចាកូនស្រីជូនរបស់ពុកគួរឲ្យស្រឡាញ់និងដឹងក្តីដល់ថ្នាក់នេះលោកយាយច្បាស់ជាស្រឡាញ់ថ្នាក់ក្នុងកូនខ្លាំងមិនខានទេលោកយាយចាតើសុងវាកាត់អីហ្នឹងយាយក៏មិនដឹងដូចគ្នាដែរចៅតាំងពីយាយដើរចូលមកដល់ផ្ទះភ្លាមស្រាប់តែឃើញសុងវាមើលទៅហាក់ដូចជាមានការបារម្ភនិងឈឺចាប់ខ្លាំងណាស់ម៉ាក់ត្រឡប់មកវិញហើយលោកពុកលោកយាយចាបងឆ្កែសុងវាប្រាប់ថាវាឈឺធ្មេញខ្លាំងណាស់ចាក្មួយស្រីតូចតើក្មួយដឹងរឿងនេះដោយរបៀបណាទៅគឺបងឆ្កែសុងជាអ្នកប្រាប់ខ្ញុំផ្ទាល់ចាម៉ាក់ជួយចាប់កាន់សុងឲ្យជាប់បន្តិចមើលណែឯងឈ្មោះសុងមែនទេល្អហើយកុំបារម្ភអីប្រញាប់បើកមាត់ឲ្យធំមកមើលជូនកុំចូលទៅក្បែរវាពេកកូនរបស់សាហាវវាគ្រាន់តែជាឆ្អឹងត្រីតូចមួយសោះវាបានធ្វើឲ្យសុងឈឺចាប់ខ្លាំងណាស់អាមិញគឺក្មេងស្រីតូចនេះហើយដែលបានព្យាបាលជំងឺរបស់ឈិនជូនឲ្យលោកយាយមកលោកយាយបងប្រុសលោកយាយខ្ញុំបានយកដុំថ្មដ៏ស្រស់ស្អាតជាច្រើនមកជូនម៉ាក់ឈិនរបស់ទាំងនេះជូនបានយកមកជូនអ្នកទាំងអស់គ្នាដុំនេះសម្រាប់បងប្រុសចូលចិត្តទេចូលចិត្តដុំនេះសម្រាប់លោកយាយជូនលោកយាយចលាថ្មយកនេះពិតជាមានតម្លៃថ្នាក់រាជវង្សមែនវាមានតម្លៃយ៉ាងហោចណាស់ក៏ស្មើត្រីក្រហម14ដែរប្រអប់នោះមានតម្លៃមិនអាចកាត់ថ្លៃបានឡើយដុំនេះសម្រាប់ប៉ាខ្ញុំក៏មានដែរចលាដុំនេះសម្រាប់ពូទី2ពូទី3និងមីងជូនតើអ្នកមិនបានរៀបចំអ្វីសម្រាប់ខ្លួនឯងទេជូនមិនត្រូវការវាទេប៉ាប្រៀបដូចជាអំណោយពីឋានសួគ៌គាត់បាននាំយកអំណោយដ៏ល្អបំផុតសម្រាប់ជូនថ្មដែលនៅសល់គឺសម្រាប់ប៉ាទាំងអស់ជូនលោកយាយក៏មានកាដូសម្រាប់ជូនដែរឈិននេះសម្រាប់កូនអរគុណលោកយាយអាឈិននាំប្អូនស្រីទៅលេងសិនទៅល្អហើយខ្ញុំមកដល់ផ្លូវនេះមនុស្សជាច្រើនបានស្លាប់ខ្ញុំបានតាក់ទងអ្នកទិញហើយថ្មដែលនៅសល់នឹងត្រូវបានដូរយកអាហារលោកជំទាវវិជាការហៅទូរស័ព្ទពីលោកជំទាវលីវខ្ញុំទៅតែមកដល់ផ្ទះហើយនាងក៏ទូរស័ព្ទមកភ្លាមស៊ីមិញលីវរស់យានរបស់គ្រួសារលីវនេះហាក់ដូចជាចាប់អារម្មណ៍លើអ្នកប្រសិនបើស្ត្រីនេះហ៊ាននិយាយពាក្យមួយម៉ាត់ទៀតអំពីជូនខ្ញុំនឹងមិនទុកនាងចោលទេព័ត៌មានលឿនណាស់ខ្ញុំទៅតែត្រឡប់មកវិញហើយទូរស័ព្ទក៏រត់ហើយមួយសប្តាហ៍ម្ដងយើងលេងបៀហើយយើងតែងតែខ្វះម្នាក់ចុះបើមកលេងថ្ងៃស្អែកវិញអ្នកដឹងទេខ្ញុំតែងតែចាញ់ពេលខ្ញុំលេងល្បែងខ្ញុំគិតថាអ្នកគ្រាន់តែចង់ឲ្យខ្ញុំមកហើយចាញ់លុយខ្លះប៉ុណ្ណោះកុំនិយាយបែបនោះខ្ញុំបាននៅពីរួយអនថ្ងៃនេះថាមេបញ្ជាការស៊ីបានរកលុយបានច្រើនពីការលេងថ្មថ្ងៃនេះលុយដែលអ្នកចាញ់គឺគ្រាន់តែជាដំណក់ទឹកក្នុងធុងប៉ុណ្ណោះល្អហើយខ្ញុំនឹងមកថ្ងៃស្អែកហើយចាញ់លុយខ្លះសម្រាប់អ្នកល្អហើយថ្ងៃស្អែកខ្ញុំនឹងមកចាញ់លុយខ្លះជូនអ្នកដើម្បីកុំឲ្យអ្នកខឹងលោកយាយនឹងមិនចាញ់ទេថ្ងៃស្អែកលោកយាយនឹងឈ្នះលុយច្រើនណាស់អញ្ចឹងលោកយាយនឹងទទួលពាក្យល្អរបស់ជូនហើយជូនតើកូនចង់មកលេងជាមួយលោកយាយថ្ងៃស្អែកទេ
បើបងប្រុសទៅជួននឹងទៅ លោកយាយថ្ងៃស្អែកយើងទៅជាមួយគ្នា ល្អថ្ងៃស្អែកខ្ញុំនឹងនាំអ្នកទាំងពីរទៅលេងនៅផ្ទះគ្រួសារលាវពួកគេក៏មានប្អូនប្រុសស្រីម្នាក់អាយុប្រហែលអ្នកទាំងពីរដែរបងប្រុសតារបស់ក្រហមនោះជាអ្វីវាជាបង្អែមផ្លែក្រូចឆ្មាបំពង កូនមិនដែលញ៉ាំពីមុនទេឈប់ឡាន ទៅទិញបង្អែមផ្លែក្រូចឆ្មាបំពងពីរសម្រាប់លោកម្ចាស់កំឡោះនិងកញ្ញាផ្អែមណាស់ កូនត្រូវខំវាបើមិនអញ្ចឹងទេផ្លែក្រូចឆ្មាខាងក្នុងនឹងជូរខ្លាំងណាស់ ជូរណាស់ថ្ងៃនេះអ្នកទីបំផុតបាននាំចៅប្រុសដ៏មានតម្លៃរបស់អ្នកចេញមកហើយនេះហើយជាក្មេងស្រីតូចដែលមេបញ្ជាការស្រឡាញ់ខ្លាំងណាស់នោះ នេះជាប្អូនស្រីខ្ញុំជួន ទៅអ្នកមិននៅទីនេះប៉ុន្មានថ្ងៃហើយដែលយើងរមាស់ហើយឥឡូវនេះចៅប្រុសរបស់អ្នកបានធូរស្រាលហើយអ្នកអាចលេងវាជាមួយយើងដោយរីករាយហើយត្រូវហើយកូនក្មេងទាំងពីរអ្នកឲ្យលោកម្ចាស់កំឡោះគ្រួសារលីវនាំពួកគេទៅលេងទៅក្មេងប្រុសឈឺអ្នកមកផ្ទះខ្ញុំធ្វើអ្វី ត្រូវហើយមិនយូរប៉ុន្មានអ្នកនឹងឆ្លងជំងឺឲ្យយើងហើយ បងប្រុសខ្ញុំមិនឈឺទេឯងទេដែលឈឺ ក្មេងស្រីព្រៃផ្សៃមកពីណាហ៊ានតបសម្ដីជាមួយខ្ញុំធ្វើបាបក្មេងស្រីតាជាជំនាញអ្វីទៅគឺធ្វើបាបនាងអ្នកនឹងធ្វើដូចម្ដេច អ្នកទាំងអស់គ្នាជាមនុស្សអាក្រក់បងប្រុសកុំលេងជាមួយពួកគេ តើអ្នកណាខ្លះចង់លេងជាមួយអ្នកយើងខ្លាចឆ្លងជំងឺពីក្មេងប្រុសឈឺ អ្នកទេដែលជាអ្នកឈឺ ជួនកុំខឹងនឹងគេបងប្រុសនឹងលេងជាមួយកូនល្អទេថ្ងៃនេះអ្នកនឹងចាញ់លុយច្រើនណាស់មនុស្សអាផប់អ្នកអាផប់ដែលចាញ់តាំងពីដើមដល់ចប់យើងនឹងមិនចាញ់ទេ យើងនឹងមិនចាញ់ទេល្អណាស់ថ្ងៃនេះយើងអាចចាប់ដើមលេងវិញបានហើយឆាប់ឡើងយូរហើយមិនបានលេងទេមកឆាប់ឡើងត្រូវហើយឆាប់ឡើងហើយលេងកុំបង្អង់ពេលវេលាអ្នកអតីមិនមែនទេត្រូវហើយបានបង្អង់ពេលវេលា1នាទីហើយយើងចាញ់លុយប៉ុន្មានមើលអ្នកតែងតែឈ្នះលុយខ្ញុំដឹងថាអ្នកនឹងឈ្នះលុយខ្ញុំនិយាយអ្វីយើងគ្រាន់តែចំណាយពេលជាមួយគ្នាតើហើមនេះមិនអីទេបើកាត់មិនល្អយើងទាំងអស់គ្នានៅក្នុងទុកតែមួយកាត់ទាំងនេះគ្រាន់តែត្រូវការលេងវានឹងប្រសើរឡើងនេះហាក់ដូចជាឈ្នះពីស្ថានសួគ៌អ្នកនិយាយអ្វីវាពិតជាឈ្នះពីស្ថានសួគ៌មែនមិនជឿមែនទេមើលវាពិតជាឈ្នះពីស្ថានសួគ៌មែនវាពិតជាឈ្នះពីស្ថានសួគ៌មែនអ្នកពិតជាមានសំណាងអាក្រក់ខ្លាំងណាស់សំណាងទាំងអស់គឺនៅក្នុងដៃរបស់អ្នកលើកនេះតែនេះចាញ់ច្រើនពេកហើយតោះលេងម្ដងទៀតឈ្នះទៀតហើយឬក៏ជាឈ្នះពីផែនដីស្អីវ៉ាឈ្នះទៀតហើយ7គូ13 Old Friends តើអ្នកធ្លាប់លេងដៃនេះទេខ្ញុំម្នាក់ឯងទេដែលអាចលេងបានឈ្នះទៀតហើយសំណាងល្អធំពីការចាប់ឆ្នោតថ្ងៃនេះរលូនពេកហើយមិនអាចបញ្ឈប់បានទេអូយថ្ងៃនេះមានរឿងអីពីមុនខ្ញុំតែងតែជាអ្នកនាំមុខគេថ្ងៃនេះអ្នកឈ្នះពីស្ថានសួគ៌ក៏មិនអីដែរប៉ុន្តែអ្នកបានឈ្នះរាល់ប្រភេទដៃទាំងអស់តាំងពីដើមដល់ចប់មានតែអ្នកស្រីម្នាក់ឯងទេដែលឈ្នះលុយមើលទៅហាក់ដូចជាមិនសូវស្រួលទេមែនទេលេងហើយប្រញាប់គិតលុយមកឲ្យពួកយើងវិញដែលយកមកចាញ់អស់រលីងហើយមិនលេងទៀតទេតោះពួកយើងត្រឡប់ទៅវិញ លោកយាយ
ថ្ងៃនេះលោកយាយឈ្នះលុយបានច្រើនខ្លាំងណាស់មែនទេ អាពិតមែនហើយកូនថ្ងៃនេះបានឈប់សម្រាប់លឿនយាយនឹងនាំចៅទាំងពីរនាក់ទៅហាងកាត់ដេររបស់លោកពូឯងដើម្បីធ្វើសម្លៀកបំពាក់ថ្មីស្អាតជូនចៅទាំងពីរណាតោះអញ្ជើញចូលខាងក្នុងសិនទើបតែមកដល់សោះរានក៏មិនព្រមត្រឡប់មកវិញឡើយទេមិនបាច់ទេនាំក្មេងមកលេងនៅទីនេះមើលទៅមិនសូវសមរម្យទេតោះពួកយើងប្រញាប់ទៅវិញទៅឈីងហ្វុងនិងឈីងយុនពិតជាក្មេងមិនដឹងខ្យល់សោះបងស្រីកុំប្រកាន់ខឹងនឹងក្មេងអីចាំបន្តិចទៀតខ្ញុំនឹងទៅស្ដីបន្ទោសពួកវាឲ្យលោកស្រីមានរឿងធំហើយចាស់បើអញ្ចឹងអ្នកស្រីប្រញាប់ទៅមើលពួកស្រីចុះពួកយើងមិនហ៊ានរំខានបន្តទៀតទេពួកយើងសុំលាសិនហើយមុននេះបន្តិចនៅល្អទាំងអស់សោះមិនក៏ស្រាប់តែធ្លាក់ខ្លួនឈឺភ្លាមបែបនេះទៅវិញប្រញាប់ទៅអញ្ជើញគ្រូពេទ្យមកឲ្យលឿនឡើងលោកគ្រូពេទ្យចៅប្រុសចៅស្រីរបស់ខ្ញុំកើតរោគអីទៅហេតុអ្វីបានជាស្រាប់តែប្រែជាទុនដៃទុនជើងបែបនេះទៅ ខ្ញុំ វិញ ប្រកបរបរជាគ្រូពេទ្យរាប់សិបឆ្នាំមកហើយនេះជាលើកទី1ហើយដែលខ្ញុំបានជួបប្រទះរោគសញ្ញាចម្លែកបែបនេះអាការរោគរបស់លោកប្រុសតូចនិងអ្នកនាងតូចគឺធ្ងន់ធ្ងរខ្លាំងណាស់អាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតគ្រប់វិនាទី ថាម៉េចខ្វះ លោកម៉ាក់រឿងនេះវាមានបុព្វហេតុមកពីអ្វីទៅ ខ្ញុំបាននឹកគេនិយាយថាលោកស្រីស៊ីបាននាំស៊ីជីងឈិននិងក្មេងស្រីម្នាក់នោះត្រឡប់មកវិញហើយតើមិនមែនឈីងហ្វុងនិងឈីងយុនឆ្លងជំងឺចង្រៃពីពួកវាទេហ៎ ទេបាទអាការរោគរបស់លោកប្រុសតូចនិងអ្នកនាងតូចខុសប្លែកពីជំងឺរបស់លោកប្រុសចិនដាច់ស្រឡះជំងឺរបស់ពួកគេគឺកាចសាហាវជាងឆ្ងាយណាស់លោកស្រីឲ្យខ្ញុំគិតថាលោកស្រីគួរតែរៀបចំត្រៀមធ្វើពិធីបុណ្យសពទុកជាមុនទៅល្អជាងលោកម៉ាក់កូនមិនអស់ចិត្តទេលោកពុកទី2 ជួននេះជាលោកពុកទី2ពូរបស់កូនណា កូនគឺជាជួនមែនទេ ចាស់ពិតមែនហើយ វត្ថុបញ្ចាំសំណាងរបស់ជួនពូបានទទួលរួចរាល់ហើយពូពេញចិត្តខ្លាំងណាស់កូនសម្លាញ់មើលតើមានដុំក្រណាត់ណាមួយដែលកូនស្រឡាញ់ទេពូនឹងចាត់ចែងឲ្យជាងកាត់ធ្វើសម្លៀកបំពាក់ស្អាតឲ្យកូន លោកពូត្រូវតែព្យាយាមក្រោកឈរដើរដោយខ្លួនឯងណា ប៉ុន្តែជើងទាំងគូរបស់ពូវាលែងមានវិញ្ញាណដឹងខ្យល់អីទៅហើយមិន ប៉ុន្ អាច តែ ក្រោក ជួន ដើរ មើល រួច ទៅ ដោយកូ ឃើ ន ញថាជើងរបស់លោកពូហាក់ដូចជាកំពុងមានវិញ្ញាណដឹងឡើងវិញហើយតើ នេះវាជាការពិតមែនហ៎ កូនទី2ឯងកាត់អីហ្នឹង លោកម៉ាក់ជើងទាំងពីររបស់ខ្ញុំហាក់ដូចជាមានវិញ្ញាណដឹងកម្លាំងឡើងវិញហើយម៉ាក់ ពិតមែនហ៎កូនក ន្លងមកទាំងគ្រូពេទ្យបុរាណចិននិងគ្រូពេទ្យសម័យទំនើបសុទ្ធតែបានសន្និដ្ឋានដូចគ្នាថាជើងរបស់ខ្ញុំត្រូវស្លាប់វិញ្ញាណទាំងស្រុងហើយមួយជីវិតនេះមិនអាចក្រោកឈរបានទៀតឡើយរឿងមិញនេះប្រហែលជាគ្រាន់តែជាអារម្មណ៍ភ័ន្តច្រឡំរបស់ខ្ញុំមួយពេលប៉ុណ្ណោះគ្មានអ្វីចម្លែកទេលោកពូកើតអីហ្នឹងអព្រះជាម្ចាស់ឲ្យវាជាការពិតមែនជើងរបស់ខ្ញុំពិតជាមានវិញ្ញាណដឹងកម្លាំងឡើងវិញពិតប្រាកដមែនសៀវចិនជួនថ្ងៃនេះពូមានអារម្មណ៍ថារៀងហត់នឿយនិងមិនសូវស្រួលខ្លួនបន្តិចពូយើងចាំរងចាំថ្ងៃក្រោយចាំមកកាត់សម្លៀកបំពាក់ថ្មីទៀតណាត្រឡប់ទៅវិញសិនចុះ ចាស់លោកពូកូនទី2ឯងកាត់អីឲ្យប្រាកដហ្នឹងមានធ្លាក់ខ្លួនមិនស្រួលត្រង់ណាខ្លាំងមែនទេលោកយាយចាស់ជើងរបស់លោកពូចិត្តជាសះស្បើយពិតមែនហើយលោកយាយត្រូវតែប្រញាប់នាំគាត់ទៅឲ្យគ្ ពូ រូ នឹង ពេទ្យ ទៅរកគ្រូពេទ្យភ្លាមមេផ្ទះឆាប់ទៅអញ្ជើញលោកគ្រូពេទ្យហួយមកភូមិលោកជាបន្ទាន់ លោកពុកចាស់ មិនដែលថ្ងៃនេះដើរលេងសប្បាយ មិន ចិត្ត សប្បា ទេ យ កូន តតែសោះចាពួកក្មេងទាំងនោះនាំគ្នានិយាយដើមបង្កាច់បង្ខូចបងប្រុសជួនមិនចង់លេងជាមួយពួកគេទៀត បាទ ទេ អញ្ចឹងចាប់ពីពេលនេះទៅកូនមិនបាច់ទៅលេងជាមួយពួកមនុស្សបែបនោះទៀតឡើយល្អហើយតោះពូយើងចូលខាងក្នុងមានអារម្មណ៍ដឹងកម្លាំងខ្លះទេកូនទី2បាទល្អខ្លាំងណាស់លោកម៉ាក់ លោកបងកាត់អីហ្នឹងគ្មានរឿងអ្វីធំដុំទេ អ្នករាល់គ្នាកំពុងតែព្រួយបារម្ភពីរបួសជើងរបស់លោកពូទី ជើងរបស់លោកពូមិនអីតតែសោះតើលោកពូក្រោកឈរឡើងឲ្យពួកគេបានឃើញច្បាស់មើល បាទជួនឲ្យជួនរបួសជើងរបស់លោកពូឯងវា លោក ធ្ងន់ ពុក ធ្ងរ ចា ខ្លាំង មិន ណាស់ អីទេជាជួនទៅ វាជាការពិតមែនលោកមេតបឥឡូវនេះសរសៃជើងរបស់លោកប្រុសទី2មានវិញ្ញាណរស់ឡើងវិញហើយនេះពិតជាអភូតហេតុដ៏អស្ចារ្យប៉ុន្តែបើចង់ឲ្យក្រោកឈរដើរភ្លាមតែម្ដងនោះវាហាក់ដូចជារៀងពិបាកនិងប្រថុយបន្តិចហើយ ជួនជួយគ្រាលោកពូ ល្អណាស់ឲ្យជួនជួយគ្រាពូចុះអព្រះជាម្ចាស់ឲ្យពិតជាអាចក្រោកឈរត្រង់ខ្លួនបានពិតក្រោកឈរបានដោយខ្លួនឯងហើយតើនេះពិតជាអភូតហេតុវិទ្យាសាស្ត្រដ៏អស្ចារ្យមិនធ្លាប់មានមែនលោកបងធំខ្ញុំអាចក្រោកឈរមកបានឡើងវិញហើយទី2ការនោះបងពិតជាមានកំហុសឆ្គងចំពោះឯងខ្លាំងណាស់ប្រសិនបើមិនមែនមកពីបងបង្កចំនួនទេជើងទាំងគូរបស់ឯងក៏មិនត្រូវធ្លាក់ខ្លួនពីការដល់ថ្នាក់នេះដែរលោកបងរឿងរ៉ាវអតីតកាលវាកន្លងហួសទៅយូរហើយម្យ៉ាងវិញទៀតពេលនេះខ្ញុំមិនមែនមានឱកាសក្រោកឈរដើរជាថ្មីបានហើយទេហ៎ ក្មេងស្រីជួនម្នាក់នេះពិតជាផ្កាយលៀបជ័យដែលនាំសំណាងមហាសាលមកឲ្យគ្រួសារយើងពិតប្រាកដមែន រឿងនេះពិតជាមិនគួរឲ្យជឿតតែសោះប៉ុន្មានថ្ងៃនេះរឿងរ៉ាវចម្លែកអស្ចារ្យកើតឡើងច្រើនហួសប្រមាណខាងភូមិគ្រឹះលោកមេតបមានតែរឿងមង្គលជាបន្តបន្ទាប់ទាំងជំងឺរបស់លោកប្រុសតូចឈិននិងរបួសជើងរបស់លោកប្រុសទី2សុទ្ធតែមានសង្ឃឹមជាសេះស្បើយឡើងវិញផ្ទុយស្រឡះពីគ្រួសារលីវដែលមិនដឹងជាជួបគ្រោះចង្រៃអ្វីស្រាប់តែលោកប្រុសតូចនិងអ្នកនាងតូចធ្លាក់ខ្លួនជាធ្ងន់សឹងតែត្រូវរៀបចំពិធីបុណ្យសពទៅហើយ
ក្មេងប្រុសស្រីទាំងពីរនាក់នោះកាលពីម្សិលមិញខ្ញុំឃើញនៅដើរលេងលោឡាល្អតាមិនក៏ស្រាប់តែឈឺធ្ងន់ទៅ នឹង វិញ ហើយទើបគេនាំគ្នានិយាយថាជាជំងឺចម្លែករកមូលហេតុគ្រូពេទ្យហួយរបួសជើងរបស់កូនទី2ដែលរងគ្រោះកាលនោះគឺមានមនុស្សអាក្រក់លួចធ្វើបាបពីក្រោយខ្នងហើយពេលនេះពួកយើងនៅមិនទាន់វេកមុខរកមេខ្លោងឃើញនៅឡើយទេដូច្នេះសូមលោកគ្រូពេទ្យជួយលាក់ការរឿងដែលជើងរបស់គេមានវិញ្ញាណលោកមេតបខ្ញុំយកសេចក្តីឲ្យអ្នកខាងក្រៅដឹងឲ្យសោះប៉ុន្តែមានរឿងមួយកាលពីម្សិលមិញនេះលោកស្រីលីវមានការព្រួយបារម្ភពីអាការរោគរបស់ចៅគាត់ខ្លាំងណាស់គាត់បានមកសួរដេញដល់ខ្ញុំក៏បានប្រាប់គាត់ទៅតាមចំថាតើលោកមេតបបានខិតខំស្វែងរកអាជីវកម្មឲ្យជាសិស្សសិនព្រៃអាយុ100ឆ្នាំមកសំថ្នាំដោយយកមួយចំណែកតូចមកធ្វើជាទឹកថ្នាំចំណែកឯកំតិចដែលនៅសល់ខ្ញុំបានយកទៅបុកធ្វើជាថ្នាំគ្រាប់ទឹករួចប្រគល់ជូនភូមិគ្រឹះលោកមេតបអស់ហើយខ្ញុំក៏បានណែនាំឲ្យពួកគេសាកល្បងទៅរករកយិនសិនព្រៃពីដើមមកមើលក្រែងលោអាចជួយសង្គ្រោះជីវិតក្មេងបានរីកាលោកមេតបលោកស្រីនិងមនុស្សមកពីគ្រួសារលីវបានធ្វើដំណើរមកដល់មុខភូមិគ្រឹះយើងហើយសូមចូលជួបបាននឹងលឿនដល់ថ្នាក់នេះផងហោះរឿងដែលយើងមានថ្នាំគ្រាប់យិនសិនព្រៃរក្សាទុកនោះល្អហើយលោកគ្រូពេទ្យអញ្ជើញទៅរៀបចំវេជ្ជបញ្ជាសម្រាប់កូនទី2សិនចុះបាទលោកមេតបសូមអញ្ជើញខាងនេះលោកពូទី2ចាំជួយម៉ាសាជើងឲ្យលោកពូជារៀងរាល់ថ្ងៃណាជើងលោកពូនឹងបានជាសះស្បើយដើរបានលឿនល្អណាស់កូនសម្លាញ់របស់ពូថ្ងៃណាមួយដែលជើងរបស់ពូបានជាសះស្បើយរឹងមាំឡើងវិញពូក៏នឹងរៀបការបង្កើតគ្រួសាររួចបង្កើតបានកូនប្រុសស្រីដែលគួរឲ្យស្រឡាញ់និងដឹងជួយឲ្យជូនចឹងដែរយិនសិនព្រៃដែលកូនបានទៅបេះយកមកឲ្យបងប្រុសកាលពីលើកមុននោះតើកូននៅចង់បានវាទៀតទេទឹកថ្នាំសំពីយិនសិននោះវាល្វីងជូរចាប់ខ្លាំងណាស់ជូនមិនចង់បានវាទៀតឡើយដែលនៅសល់នោះបានទេកូនបងប្រុសជំងឺរបស់បងបានជាសះស្បើយអស់ទៅហើយតើបងចង់បានថ្នាំល្វីងជូរចាប់ទាំងនោះទៅធ្វើអ្វីទៀតបងចង់យកថ្នាំគ្រាប់ទាំងនោះទៅឲ្យពួកគ្រួសារលីវដើម្បីដូរយកនំចំណីនិងស្ករគ្រាប់ផ្អែមមកឲ្យជូនញ៉ាំនឹងណាស្ករគ្រាប់អស់ល្អណាស់ជូនចូលចិត្តញ៉ាំស្ករគ្រាប់ផ្អែមជាងគេលោកពុកពេលនេះពួកវានាំគ្នារត់មកស្វែងរកពួកយើងដល់ភូមិគ្រឹះដោយខ្លួនឯងទៅហើយពួកយើងមិនគួរធ្វើចិត្តល្អដាក់ពួកគេពេកឡើយត្រូវដឹងថាថ្នាំគ្រាប់យិនសិនទឹកទាំងនេះក្រៅពីមានយិនសិនព្រៃអាយុរាប់រយឆ្នាំហើយលោកតាគ្រូពេទ្យម្យ៉ាងក៏បានបន្ថែមពីម្សិលមិញគ្មានដំណឹងទាំងពីរនាក់របស់គ្រួសារវាហ៊ាននិយាយសម្ដីមើលងាយនិងធ្វើបាបជូនរបស់ពួកយើងទៀតដូច្នេះលើកនេះពួកយើងដាច់ខាតមិនអាចលក់ឲ្យពួកគេក្នុងតម្លៃថោកបានឡើយប្រសិនបើពួកគេគិតថាថ្លៃឲ្យពួកគេទៅរកវិធីសង្គ្រោះជីវិតចៅពួកគេដោយខ្លួនឯងទៅចុះតែប្រាប់ពួកគេទៅថាចង់ចង់លក់ដូរបែបណាដែរគឺនៅសល់តែ2គ្រាប់ចុងក្រោយបង្អស់ប៉ុណ្ណោះចំណែកឯថ្នាំគ្រាប់ឯទៀតគឺលោកពុកនិងលោកម៉ាក់បានពិសាដើម្បីថែទាំសុខភាពអស់ទៅហើយ2គ្រាប់ដែលនៅសល់នេះគឺទុកសម្រាប់សង្គ្រោះជីវិតនេះល្អរបស់លោកកូនធំនិងលោកបងទី3កាន់តែកំណត់តម្លៃក៏កាន់តែខ្ពស់កប់ពុករឿងល្បិចក៏ធ្វើចំនួនកេងចំណេញបែបនេះអញត្រូវតែរៀនសូត្រតាមលោកពូទី2របស់អញឲ្យបានច្រើនអូល្អមែនខ្ញុំបានចាត់ឲ្យមនុស្សទៅលុកស៊ើបមើលរឿងនេះរួចរាល់ហើយដឹងច្បាស់ថាក្មេងប្រុសរបស់គ្រូសាស៊ីនោះអាចរួចផុតពីសេចក្តីស្លាប់និងជាសះស្បើយបានគឺដោយសារតែបានពិសាថ្នាំគ្រាប់យិនសិនព្រៃនេះឯងប៉ុន្តែពេលនេះថ្នាំគ្រាប់យិនសិននៅក្នុងភូមិគ្រឹះមេតបស៊ីគឺនៅសល់តែ2គ្រាប់ចុងក្រោយបង្អស់ប៉ុណ្ណោះមើលតាមចរិតរបស់មនុស្សគ្រូសាស៊ីហាក់ដូចជាមិនចង់ប្រគល់ថ្នាំនេះឲ្យយើងញីឡើយច្បាស់ជាមកពីពួកក្មេងទំនើងទាំងពីរនាក់នោះលួចទៅធ្វើល្បិចក៏មិនល្អអ្វីមួយដាក់ឈីងហ្វុងនិងឈីងយុនមិនខានឡើយខ្ញុំមិនទាន់ទាំងបានដឹកនាំមនុស្សទៅភូមិគ្រឹះស៊ីដើម្បីជំរះបញ្ជីកានីចាស់ផងពួកវាបែរជាហ៊ានមកលេងល្បិចដាក់យើងមុនទៅវិញខ្ញុំគិតថាពួកវាមានចិត្តណាចង់ធ្វើបាបនិងបំផ្លាញគ្រួសារយើងដោយចិត្តណាដាស់តឿនពួកឯងជានិច្ចថាកុំឲ្យទៅបង្កចំនួនឬមើលងាយអំណាចភូមិគ្រឹះលោកមេតបស៊ីឲ្យសោះប៉ុន្តែពួកឯងមិនដែលព្រមស្ដាប់សោះតែងតែចង់ធ្វើខ្លួនប្រឆាំងនឹងខ្ញុំជានិច្ចឥឡូវបានភ្លុកអញ្ចឹងតែពេលនេះយើងត្រូវដោះស្រាយដោយរបៀបណាទៅលោកបងវត្ថុអស្នោះគឺជាយិនសិនព្រៃដែលមានអាយុកាលរាប់រយឆ្នាំឯណោះប្រសិនបើប្រញាប់ចាត់មនុស្សឲ្យទៅរកប្រភេទនេះដំណាក់កាលនេះទៅហើយយើងមានតែទៅអង្គវគេទេចាំពេលជួបគេទៅឯងកុំឆេវឆាវដូចសពមួយដងអីឯងមិនចង់រៀបការជួបផ្ទះមេតបមែនទេសម្លឹងមើលក្មេង2នាក់នោះធ្វើអីខ្ញុំចង់រៀបការចូលទៅអ្នកណាខ្លះមិនចង់បានជីវិតស្អាតស្អំខ្ញុំពិតជាស្អប់ក្មេង2នាក់នោះណាស់តាមយើងមកអុយលោកមេតកូលាវអញ្ជើញអង្គុយយើងសូមនិយាយត្រង់ជាមួយមេតបតែម្ដងទៅចៅប្រុសទាំងពីររបស់យើងឈឺធ្ងន់ពីគ្រូពេទ្យហួយនិយាយថាលោកម្ចាស់ឆេនបានជាសះស្បើយដោយសារតែថ្នាំយិនសិនព្រៃអាយុ100ឆ្នាំយិនសិនព្រៃអាយុ100ឆ្នាំនេះពិតជាកម្រណាស់ខ្ញុំក៏បានចំណាយកម្លាំងកាយចិត្តនិងប្រាក់យ៉ាងច្រើនទើបទទួលបានតាមពិតទៅតាមចំណងមិត្តភាពរវាងគ្រួសារយើងទាំងពីរខ្ញុំគួរតែជូនលោកពីដើមតែជាអកុសលពីដើមទៀតខ្ញុំកំពុងទុកសម្រាប់សង្គ្រោះជីវិតមែនហើយលោកស៊ីមីងកំពុងបង្កាប់ចោលបើគ្មានរបស់សង្គ្រោះជីវិតទេវាមិនអាចទៅរួចទេលោកនិយាយត្រូវណាស់មេតបតែពួកក្មេងនៅឡើយទេសង្ឃឹមថាលោកនឹងអាណិតពួកវាប៉ាខ្ញុំគិតថាពួកវាចិត្តណាធ្វើបាបយើងមិនមែនគ្រាន់តែខ្វះលុយទេគ្រួសារលីវរបស់យើងសុខចិត្តឲ្យមាសដុំមួយដើម្បីទិញថ្នាំគ្រាប់មួយគ្រាប់លោកមេតកូលីវជីវិតកូនលោកមិនសូវមានតម្លៃទេតែវាមិនមានន័យថាជីវិតខ្ញុំជាមេតបក៏គ្មានតម្លៃដែរលោកស៊ីមីងលោកកុំធ្វើបាបពេកបើគ្រួសារលីវយើងមិនអាចរកយិនសិនព្រៃអាយុ100ឆ្នាំបានទេយើងនឹងមិនអង្វរលោកឡើយអីចឹងទ្វារណែណោះអញ្ជើញទៅយឺតកុំឲ្យទ្វារប៉ះប៉ាឯងវាខ្ញុំមេតបរូយាននេះខ្ញុំបណ្ដោយពេកហើយសូមលោកកុំយកចិត្តទុកដាក់អីពេលនេះខ្ញុំពិចារណាមិនបានដិតដល់
មាសដុំ100ដុំអាចដូរបាន1គ្រាប់200ដុំដូរបាន2គ្រាប់បូករួមនឹងហាងកាត់ដេរនៅទល់មុខហាងសម្លៀកបំពាក់របស់លោកម្ចាស់ទី2 ប៉ានោះជារបស់ខ្ញុំ នៅស្ងៀមទៅឯងធ្វើរឿងមិនបានការហើយមានតែបង្កបញ្ហាមនុស្សល្ងងសង្ឃឹមថាលោកមេតបនិងលោកស្រីនឹងបណ្តែតបណ្ដោយទៅចុះ អញ្ចឹងខ្ញុំនឹងបណ្តែតបណ្ដោយទាំងជឿចាប់យ៉ាងណាក៏ក្មេងទាំងពីរនាក់នេះខ្ញុំក៏បានមើលថែពួកវាពីតូចមកដែរ គេបានដើរតួជាមនុស្សល្អនិងមនុស្សអាក្រក់មិនត្រឹមតែបង្ខំត្រកូលលីវឲ្យបង់ប្រាក់ច្រើនទេឥឡូវថែមទាំងជំពាក់គុណគេទៀតមេតបនៅពេលក្មេងទាំងពីរនេះជាសះស្បើយខ្ញុំនឹងនាំពួកគេមកអរគុណលោកដល់ផ្ទះ អរគុណអីមិនបាច់ទេខ្ញុំគ្មានពេលមកលេងជាមួយក្មេងទេកូនរបស់ខ្ញុំក៏គ្មានពេលមើលថែដែរលោកជំនួយការឈីយកថ្នាំគ្រាប់មកមេតបថ្នាំមកដល់ហើយ យកមាសដុំមក លោកមេត្រកូលលីវលោកប្រញាប់យកកូនទៅព្យាបាលចុះខ្ញុំមិនខាត់លោកទៀតទេ ហឺ ឯងថ្ងៃនេះធ្វើឲ្យត្រកូលលីវអាម៉ាស់មុខយ៉ាងនេះត្រកូលលីវនឹងមិនបណ្ដោយឯងញីទេ ត្រកូលលីវតែងតែប្រឆាំងនឹងផ្ទះមេតបរបស់យើងគ្រប់កាលៈទេសៈគេតែងតែចង់បង្ខំខ្ញុំរៀបការជាមួយកូនស្រីគេទោះជាគ្មានរឿងថ្ងៃនេះក៏ដោយក៏គេមិនឈប់ដែរខ្ញុំចង់ឃើញថាតើគេអាចល្បិចអ្វីទៀត ឯងនេះវ៉ាន់រូទៅបាត់យូរហើយ ជួនថ្ងៃនេះបងប្រុសដេកជាមួយអញណា អាហាត់ប៉ាបងប្រុសអ្នកស្រីស្អាតនៅក្បែរនេះជានរណា ជួននេះជាម៉ាក់ អញ្ចឹងហេតុអ្វីលើយើងមើលមិនឃើញម៉ាក់ ព្រោះគាត់ទៅកន្លែងឆ្ងាយណាស់ហើយគាត់នឹងមិនត្រឡប់មកវិញទេ ប៉ានិងម៉ាក់ពីមុនរបស់ជួនក៏បានទៅកន្លែងឆ្ងាយដែរមិនបាននាំជួនទៅជាមួយទេ មិនអីទេនៅជាមួយបងប្រុសក៏ល្អដែរ បងប្រុសយើងឆាប់គេងទៅថ្ងៃស្អែកយើងទៅជួយពូទីពីហាត់ដា ល្អ ពូទី2ពូមានអារម្មណ៍យ៉ាងណាដែរអាចដើរបាន10ជាងជំហានហើយ ពូទី2ហាត់ឲ្យបានល្អឆាប់នេះពូនឹងអាចរត់បានហើយ ល្អជួនពិតជាតារានាំសំណាងតូចរបស់ផ្ទះមេតបរបស់យើងពូនឹងហាត់ឲ្យបានល្អប្រឹងប្រែងរត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពូទី2ខ្ញុំជួយត្រពូ ល្អ មេតបព្រឺធ្លាក់កាន់តែខ្លាំងឥឡូវនេះកន្លែងជាច្រើនមិនអាចតាក់ទងតាមទូរស័ព្ទបានទេស្ថានភាពមិនច្បាស់លាស់តើយើងគួរតែបញ្ជូនមនុស្សចេញទៅស៊ើបអង្កេតដែរឬទេនៅក្នុងស្ថានភាពបែបនេះទោះរកឃើញព័ត៌មានក៏ដោយក៏យឺតពេលក្នុងការបញ្ជូនវាមកវិញដែរជួនឈរនៅទីនោះធ្វើអី ខ្លាចរំខានប៉ា ចូលមក ថ្ងៃនេះប៉ាដូចជាមិនសប្បាយចិត្តបន្តិច មែនហើយឧបករណ៍ទំនាក់ទំនងទាំងអស់ត្រូវបានបំផ្លាញកងទ័ពដែលឈរជើងនៅខាងក្រៅមិនអាចតាក់ទងបានទេសូម្បីតែពូទី3របស់អ្នកក៏បាត់ដំណឹងដែរ ប៉ាពូត្រូវផ្ញើសារទេសត្វស្លាប់ជីឆាអាចជួយបាន ជីឆាឆាប់មកនេះ ប៉ានេះហើយគឺជាសត្វស្លាប់ជីឆាដែលបានជួយបងប្រុសរកយិនសិនវាអាចជួយផ្ញើសម្បត្តិជូនប៉ាបាន កញ្ញាលោកស្រីចង់និយាយថាសត្វស្លាប់នេះអាចជួយយើងផ្ញើសារបាន គ្រាន់តែផ្ញើសារសោះតើមានអ្វីពិបាក ប៉ាសម្បត្តិដែលចង់ផ្ញើចងជាប់នឹងជើងសត្វស្លាប់ជីឆាទៅហើយប្រាប់វាអាសេដ្ឋាន មេតបកញ្ញាពិតជាអាចនិយាយជាមួយសត្វស្លាប់បានមែនឬ
អំពីប្រវត្តិរបស់ជួនខ្ញុំបានរកឃើញថានាងត្រូវបានលោកលីសាន់ទីបេរើសបានពីវាលស្មៅតែការស៊ើបអង្កេតបន្តទៅមុខទៀតគ្មានលទ្ធផលអ្វីឡើយប្រហែលជាក្មេងនេះពិតជាតារានាំសំណាងតូចដែលធ្លាក់ពីលើមេឃមែនសរសេរសម្បត្តិមួយសាកមើលខ្ញុំត្រូវសរសេរអ្វីសរសេរទៅអ្នកណាក៏បានដែរឲ្យតែអាចទទួលការឆ្លើយតបមកវិញខ្ញុំគឺជីស៊ីមីងបើឃើញហើយឆ្លើយតបមកខ្ញុំមួយឃ្លាអីសត្វស្លាប់នេះស្ដាប់បង្កប់ណាស់ពូឈីជីឆាថាពូឆ្កងពេកហើយជើងវាមកអស់ហើយល្អអីកញ្ញាសត្វស្លាប់នោះនិយាយអ្វីទៀតហើយវាថាពូឆ្កងពេកហើយវាគ្រាន់តែជាសត្វស្លាប់នឹកស្មានមិនដល់សោះថាសត្វបក្សីមួយក្បាលនេះហ៊ានហៅខ្ញុំថាបើវាមិនព្រមបញ្ជូនសម្បត្តិត្រឡប់មកវិញទេវានោះហើយទៅជាសត្វមើលបន្តិចប្រកបបេសកកម្មរបស់ឯងបានសម្រេចហើយណាស៊ីចាឯងពិតជាអស្ចារ្យមែននឿយហត់ហើយនេះជានំសម្រាប់រង្វាន់ឯងលោកមេតបតើនៅក្នុងសម្បត្តិនោះគេសរសេរថាអ្វីខ្លះអញ្ចឹងជីស៊ីមីងក្បាលរបស់ឯងត្រូវសត្វលាធៈមែនទេអញលេងសាច់អីជាមួយសត្វព្រាបបញ្ជូនសារនេះសត្វនេះហោះវិវក់ជុំវិញខ្លួនខ្ញុំពេញមួយថ្ងៃទៅហើយខ្ញុំទើបតែដឹងខ្លួនក៏សម្គាល់បញ្ជូនសារនេះពិតជាចង់នៅលើជើងរបស់វានឹងចុះឯងកំពុងមើលងាយអ្នកណាគេនឹងស៊ីចារបស់យើងគឺពូកែបំផុតហើយស៊ីចាប្រញាប់ញ៉ាំទៅណាតើចង់ឲ្យខ្ញុំបញ្ជូនអ្វីទៅទៀតទេចាំខ្ញុំស៊ីឆ្អែតសិនខ្ញុំនឹងជួយហោះយកទៅបញ្ជូនឲ្យអ្នកម្ដងទៀតលោកប៉ាមិញនេះស៊ីចាវាបាននិយាយថាពេលវាស៊ីឆ្អែតហើយវានឹងជួយយកសារទៅបញ្ជូនឲ្យលោកប៉ាម្ដងទៀតអរគុណកូនស្រីជួនមិនអីទេលោកប៉ាកុំគួរសំពេកអីលោកមេតបរឿងធំហើយស្ថានភាពមិនស្រួលទេត្រូវខាងជើងទាំងនោះល្បិចក៏ខ្លាំងណាស់ពួកគេបានលក់គ្រាប់ធានជាតិដែលដុះផ្សិតនិងខូចគុណភាពអស់ទៅហើយមកឲ្យយើងមើលទៅគ្រាប់ធានជាតិទាំងនេះគឺមិនអាចយកមកបរិភោគបានតតែសោះប្រទេសដឹកទំនិញទាំង30បរទេសពេញសុទ្ធតែមានដុះផ្សិតទាំងអស់អញ្ចឹងឬនេះជាកំហុសរបស់ខ្ញុំទាំងអស់ទាំងដែលខ្ញុំបានត្រួតពិនិត្យវាដិតដល់ច្បាស់លាស់ហើយតែមិនដឹងជាយ៉ាងម៉េចនៅតែចាញ់បោកធ្លាក់ចូលក្នុងល្បិចកលរបស់ពួកគេគុណភាពបែបនេះមិនស័ក្តិសមសម្រាប់មនុស្សបរិភោគទេសូម្បីតែសត្វពាហនៈស៊ីទៅក៏គង់តែធ្លាក់ខ្លួនលោកមេតបប្រហែលជាលោកគួរតែពឹងពាក់សុំឲ្យលោកពូទី2ជួយអន្តរាគមន៍ហើយសាកសួរមើលថាតើគាត់អាចជួយស្វែងរកប្រភពគ្រាប់ធានជាតិផ្សេងទៀតបានដែរឬទេវាយឺតពេលបាត់ទៅហើយទាំងកងទ័ពជាបងប្អូននិងប្រជាជននៅក្នុងទីក្រុងពួកគេមិនអាចរងចាំបានយូរដល់ថ្នាក់នោះឡើយអូយរមាស់ណាស់ស្លាប់ខ្ញុំមិនខានទេជួយផ្លុំត្រង់នេះឲ្យខ្ញុំបន្តិចមកលោកប៉ាអង្គរតាមីគាត់បាននិយាយថាគាត់កំពុងតែរមាស់ខ្លាំងណាស់លោកប៉ាជួយផ្លុំឲ្យគាត់បន្តិចទៅវានឹងបាត់រមាស់ហើយយកអង្ករល្អមួយបាវនេះត្រឡប់ទៅវិញរួចចាក់លីឡំវាចូលទៅក្នុងបាវអង្ករដែលដុះផ្សិតនិយាយអញ្ចឹងតើបងប្អូនកងទ័ពបានឃើញស្ថានភាពវាហើយឬនៅបាទពួកគេបានឃើញច្បាស់ភ្នែកអស់ហើយពួកយើងមិនអាចលាក់បាំងការពិតបានយូរឡើយប្រហែលជាត្រឹមថ្ងៃស្អែកនេះប្រជាជនទូទាំងទីក្រុងមុខជាដឹងរឿងនេះផ្អើលឆោឡំមិនខានលោកប៉ាកុំបារម្ភពេកអីណាលោកតាអង្គរតាមីមុខជានឹងជាសះស្បើយឡើងវិញឆាប់នេះហើយលោកបងធំមិញនេះខ្ញុំទើបតែបានឮលោកវ៉ូសេនីឯកវាងនិយាយថាពេលនេះវាយឺតពេលហើយមែនទេក្នុងការស្វែងរកទិញគ្រាប់ធានជាតិថ្មីឡើងវិញនោះខ្ញុំស្គាល់មនុស្សម្នាក់ដែលមានប្រភពគ្រាប់ធានជាតិស្តុកទុកយ៉ាងច្រើនសន្ធឹកសន្ធាប់លោកម៉ាក់កំពុងតែមានប្រសាសន៍សម្ដៅលើគ្រួសារលីវមែនទេគ្រួសារលីវតាមពិតទៅពួកគេបានចាប់ផ្ដើមធ្វើអាជីវកម្មខាងផ្នែកធានជាតិនេះតាំងពីដើមមកនៅក្នុងទីក្រុងពេយ៉ាងនេះគឺមានតែគ្រួសារពួកគេទេដែលមានគ្រាប់ធានជាតិស្តុកទុកច្រើនជាងគេបំផុតតែពី3ថ្ងៃមុននេះពួកយើងទើបតែធ្វើឲ្យពួកគេអន់ចិត្តនិងបាក់មុខខ្លាំងណាស់ចុះឥឡូវនេះបែរជាត្រូវទៅនិយាយសុំទិញធានជាតិពីពួកគេវិញគ្រួសារលីវប្រហែលជាមិនងាយនឹងយកព្រមបានអ្វីជាថ្នូរនឹងការដោះដូរប៉ុន្តែខ្ញុំដាច់ខាតគឺបដិសេធជួនកៅអីប្រញាប់មកទីនេះជាមួយលោកយាយមកកូនគ្រូសាលីវចង់បង្ខំឲ្យលីវរូយ៉ានរៀបការចូលមកធ្វើជាបងថ្លៃស្រីរបស់ខ្ញុំរឿងប៉ុណ្ណឹងគឺបងថ្លៃស្រីរបស់ឯងបានចែកឋានទៅពួកគេតែងតែតាមឃ្លាំមើលនិងប៉ងប្រាថ្នាតំណែងលោកជំទាវមេតបនេះមិនដែលដាក់ភ្នែកឡើយនៅក្នុងទីក្រុងនេះមានមនុស្សច្រើនណាស់ដែលចង់បានមនុស្សដែលចេះរឹងរូសនិងតស៊ូជាងគេគឺនាងលីវរូយ៉ាននឹងឯងខ្ញុំស្អប់មេធ្មប់ស្រីលីវរូយ៉ាននោះខ្លាំងណាស់នាងគ្មានថ្ងៃអាចមកជំនួសតំណែងរបស់អ្នកបានឡើយវ៉ាន់រូអញគឺជាភរិយាតែមួយគត់របស់បងជារៀងរហូតក្នុងឆាកជីវិតនេះការដែលមានអញជាភរិយាគឺវាគ្រប់គ្រាន់បំផុតហើយសម្រាប់បងនឹងមិនយកនារីផ្សេងទៀតឡើយបងគ្រាន់តែមិនដឹងថាតើខ្លួនឯងអាចមានសមត្ថភាពការពារគ្រួសាររបស់យើងបែបនេះបានដល់ពេលណាប៉ុណ្ណោះពួកយើងត្រួតពិនិត្យទំនិញទាំងអស់គ្នាឡើងវិញឥឡូវនេះភ្លាមលោកមេតបគ្រាប់ធានជាតិដែលដុះផ្សិតទាំងនេះ
ចូលដឹកយកវាទៅបែងចែកជូនប្រជាកសិករធ្វើជាជីទៅប្រាប់ពួកគេឲ្យយកទៅបាច់រយនៅលើដីស្រែធ្វើជាជីបំពន់ដីចុះ បាត់ទទួលបញ្ជាក្របធញ្ជាតិទាំងនេះលោកមេតបបានចំណាយប្រាក់កាសអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទិញមកតែពេលនេះបែរជាត្រូវខ្លាយទៅជាជីបាច់ស្រែទៅវិញអង្គនេះជាអង្គតើរឿងអស្ចារ្យបែបនេះអាចកើតឡើងដោយរបៀបណាទៅលោកមេតបក្របធញ្ជាតិដែលដុះផ្សិតកាលពីម្សិលមិញពេលនេះបានប្រែរីក្លាយជាអង្គថ្មីស្រឡាំងអស់ទៅហើយលោកម្ចាស់អង្គចំនួន 3000 បាវសុទ្ធតែបានប្រែប្រួលក្លាយជាអង្គថ្មីទាំងអស់ លោកប៉ាអង្គគាត់រមាស់លោកប៉ាជួយផ្លុំរួចហើយគាត់ក៏បានជាសះស្បើយមែនតើ ជួនគឺកូនជាអ្នកធ្វើរឿងទាំងអស់នេះមែនទេ ផ្សិតកាលពីម្សិលមិញឬមួយក៏មានខ្មោចលងកំបាំងភ្នែកហឹងកាលពីម្សិលមិញខ្ញុំឃើញច្បាស់ណាស់ថាជាអង្គដុះផ្សិតចុះពេលនេះប្រែបាត់អស់រលីង ហ៊ានរីកាព័ត៌មានមិនពេញបោកប្រាស់ថ្នាក់លើទោះគឺត្រូវប្រហារជីវិតជឿមិនជឿថាខ្ញុំនឹងបាញ់សម្លាប់អញឥឡូវ មេ នេះ តាផងលោកមេតបខ្ញុំដឹងកំហុសហើយគឺមកពីខ្ញុំមិនបានត្រួតពិនិត្យឲ្យបានច្បាស់លាស់ដោយផ្ទាល់ភ្នែកសូមមេត្តាលើកលែងទោសផង យកទៅលើបដិភាពនិងភាពស្មោះត្រង់របស់អញកន្លងមកលើកនេះខ្ញុំនឹងលើកលែងទោសឲ្យអញមួយគ្រាតែបើលើកក្រោយអញនៅតែហ៊ានដាប់ផ្សព្វផ្សាយព័ត៌មានមិនពិតនិងពាក្យចាំអារ៉ាមបែបនេះទៀតក្របកាំភ្លើងមួយគ្រាប់នេះមុខជានឹងរត់ទៅរកអញមិនខាន ប៉ុន្តែនេះវាជាអង្គថ្មីស្រឡាំងពិតមែនតើភ្នែកអញខ្វាក់មែនទេធ្វើឲ្យលោកមេតបស៊ើបការសឹងតែសម្រាប់ខ្ញុំបាត់ទៅហើយ ពេលនេះលោកពូអាចដើរបានចម្ងាយឆ្ងាយជាងមុនច្រើនហើយណាស់ដោយសារតែការខំប្រឹងហាត់ប្រាណផងនិងការចាក់អំជុលវិទ្យាសាស្ត្ររបស់លោកគ្រូពេទ្យហួយផងមើលទៅតែមួយខែទៀតប៉ុណ្ណោះពូប្រកាសជាមិនបាច់ប្រើឈើច្រើននេះទៀតឡើយអូជួនសប្បាយចិត្តណាស់ ជួនកូនអញពិតជាអាចប្រាស្រ័យតាក់ទងនិងស្ដាប់ភាសាសត្វនិយាយបានមែនហឹង ចាសោះខ្ញុំអាចនិយាយនិងស្ដាប់ភាសាសត្វបានយ៉ាងដឹងរឿង សន្យានឹងពូមួយបានទេត្រូវតែរក្សាការសម្ងាត់នេះឲ្យជិតបំផុតបើសិនជាពូមនុស្សអាក្រក់បានដឹងពីរឿងនេះកូនមុខជានឹងត្រូវជួបគ្រោះថ្នាក់ធំជាមិនខាន ចាសពូជួននឹងមិនអីដែលគួរឲ្យការអ្នកណាផ្សេងរហូតដល់មិនអាចប្រាប់អ្នកដទៃបានទៅអញ្ចឹងហេតុអ្វីបានជាពួកឯងត្រូវមកផ្ទះរបស់យើងធ្វើអីធ្វើដូចជាពួកយើងចង់តែមកពីលោកតានិងលោកយាយនឹងឯងបង្ខំចិត្តឲ្យពួកយើងធ្វើដំណើរមកកាន់លំនៅឋានមេតបនឹងរឿងរបស់មនុស្សចាស់អំណរគុណលោកមេតបជំនួសទោះបីជាមិនបានប្រើប្រាស់ថ្នាំសង្គ្រោះរបស់លំនៅឋានមេតបនេះក៏ដោយក៏បងប្រុសខ្ញុំនិងរូបខ្ញុំផ្ទាល់គង់តែអាចជាសះស្បើយដោយខ្លួនឯងបានដែរគុំគិតថាគ្រាន់តែដោយសាររឿងប៉ុណ្ណឹងធ្វើឲ្យគ្រួសារលីវរបស់យើងជំពាក់គុណស្រឡាយអ្វីចំពោះពួកអ្នកនោះឡើយហឺ ក្មេងប្រុសទាំងពីរនាក់នេះនៅតែមានរោគពីឆ្លើយនិងប្រហានដដែលសោះខ្ញុំក៏មិនចូលចិត្តចរិតពួកគេបន្តិចណាស់ដែរ ដូចគ្នាដែរពូ ពិតមែនហឹងកុំខឹងអីអ្នកនាងតូចចាំមើលខ្ញុំនឹងរកឱកាសផ្ដល់មេរៀនប្រដៅពួកគេនៅពេលក្រោយឲ្យរៀន តែ ចាស់ លោកបានអញ្ជើញមកដល់ទីនេះទៅហើយលោកតាលីវសូមអញ្ជើញអង្គុយខាងនេះសិនមក ជីងយុនជីងហ្វុងប្រញាប់លើកជង្គង់ចុះដើម្បីថ្លែងអំណរគុណដល់លោកជំទាវភ្លាមទៅគឺដោយសារតែបានថ្នាំទឹករបស់លំនៅឋានមេតបនេះហើយ ខ្ញុំដាច់ខាតគឺមិនរត់ជង្គង់ឡើយមិនព្រមលើកជង្គង់ជាដាច់ខាតខ្ញុំបាននឹកច្បាស់ណាស់ថាថ្នាំគ្រាប់នោះគឺគ្រូសាលីវរបស់យើងបានចំណាយដុំមាសរហូតដល់ទៅ100ដុំដើម្បីទិញមកតើលំនៅឋានមេតបឆ្លៀតឱកាសពេលគ្រូសាយើងកំពុងជួបទុក្ខលំបាកដើម្បីកេងប្រវ័ញ្ចនិងរំពុះជាក្មេងសម្បត្តិគ្រូសាលីវតែប៉ុណ្ណោះខ្ញុំមិននឹកតែអង្គខ្លួនឯងនៅក្មេងខ្ចីហើយគិតថាលោកជំទាវមិនប្រកាន់ទោសអូសដំណើរជាមួយអញឲ្យសោះណា បងប្រុសរបស់ខ្ញុំនិយាយត្រូវតែខ្ញុំក៏មិនព្រមលើកជង្គង់សំពះនាងដូចគ្នាដែរតើថ្ងៃនេះលោកតាលីវដឹកនាំក្មេងមកទីនេះគ្រាន់តែដើម្បីចង់មកបង្កចំនួននិងផ្ដោតពាក្យសម្ដីដាក់ខ្ញុំមែនទេ ក្មេងវាមិនទាន់ដឹងក្តីទើបនិយាយស្ដីគ្មានសណ្ដាប់ធ្នាប់របៀបរៀបរយបែបនេះលោកជំទាវមានចិត្តទូលាយដូចមហាសមុទ្រសូមកុំប្រកាន់ទោសអូសដំណើរឬប្រកែកប្រកាន់ជាមួយពួកគេឯណាថ្ងៃនេះពួកយើងមកទីនេះដោយចិត្តស្មោះត្រង់ពិតប្រាកដដើម្បីចង់មកថ្លែងអំណរគុណលោកជំទាវនិងលោកមេតប ត្រឹមត្រូវហើយលោកជំទាវដោយសារតែលំនៅឋានមេតបធ្លាប់បានជួយសង្គ្រោះជីវិតក្មេងទាំងពីរនាក់នេះកាលពីគ្រាមុនដូចនេះការមកដល់របស់យើងនៅក្នុងលើកនេះគឺដើម្បីចង់មកជួយជ្រោមជ្រែងលំនៅឋានមេតបឆ្លងផុតពីគ្រោះដ៏លំបាកទៅវិញទេចម្លែកណាស់មិនក៏រូបខ្ញុំដែលជាម្ចាស់ផ្ទះមិនដែលដឹងសោះថាលំនៅឋានមេតបកំពុងជួបបញ្ហាទុក្ខលំបាកអីអញ្ចឹងគ្រួសារលីវរបស់យើងនៅតែមានខ្សែរយៈនិងទំនាក់ទំនងល្អជាច្រើននៅខាងភាគជើងពួកយើងបានលើដំណឹងមកជាយូរណាស់មកហើយថាខាងលំនៅឋានមេតបបានចាញ់មកគេទិញចំនួនជាតិដែលដុតស្រីអាចរងចាំសាកសួរលោកមេតបដោយផ្ទាល់បាននៅពេលដែលគាត់ធ្វើដំណើរត្រឡប់មកវិញគ្រួសារលីវរបស់អ្នកពិតជាដឹងព័ត៌មានលឿនរហ័សទាន់ចិត្តមែនប៉ុន្តែជាអកុសលព័ត៌មានដែលអ្នកទទួលបាននោះវាជាព័ត៌មានមិនពិតឡើយ លំនៅឋានមេតបធ្លាប់បានជួយជ្រោមជ្រែងគ្រួសារលីវរបស់យើងអស់ជាច្រើនដងណាស់មកហើយដូចនេះគ្រួសារលីវរបស់យើងគួរតែដឹងគុណនិងរកឱកាសសងគុណវិញជាកាត់ប្រកិច្ចមិនចាំបាច់ទុកឲ្យលោកជំទាវត្រូវលំបាកតស៊ូខ្វល់ខ្វាយឡើយជំនួសឲ្យការដែលត្រូវទៅចំណាយប្រាក់ទិញគ្រាប់ធញ្ជាតិដុះផ្សិតពីអ្នកដទៃហើយអ្វីក៏លោកស្រីមិនព្រមងាកមកទិញគ្រាប់ធញ្ជាតិល្អពីគ្រួសារលីវរបស់យើងវិញទៅតើលោកជំទាវយល់ស្របនឹង ពួកវាច្បាស់ជាចង់មករកឱកាសជន់ពន្លិចគ្រួសារយើងបន្ថែមហើយមួយវិញទៀតចំពោះបំណងពិតប្រាកដរបស់លីវរូយ៉ាន លោកស្រីមិនមែនថាមិនដឹងនោះទេគ្រួសារលីវរបស់ពួកគេ ចង់បានរឿងមួយគត់គឺតំណែងជាភរិយាថ្មីរបស់លោកមេបញ្ជាការនឹងឯង លោកប៉ារបស់ខ្ញុំគ្មានថ្ងៃរៀបការជាមួយស្រីណាផ្សេងយកមកធ្វើជាម៉ាក់របស់ខ្ញុំឡើយ សៀវឈិនឯងនិយាយសម្ដីអីអញ្ចឹងបើសិនជាអ៊ំស្រីបានធ្វើជាម៉ាក់របស់ឯងគាត់មុខជានឹងស្រឡាញ់ថែរក្សាឯងខ្លាំងជាងនេះទៅទៀតខ្ញុំក៏មិនចង់បានស្រីចិត្តរមើលគុណកំណាចម្នាក់នេះមកធ្វើជាម៉ាក់របស់ខ្ញុំដែរនាងក្មេងព្រៃជើងធូលីនាងឯងគ្មានសិទ្ធិអីមកហាប់មាត់និយាយនៅទីនេះទេហ៎ជាមិនមែនជាក្មេងព្រៃមិនដឹងប្រភពអញ្ចឹងឡើយនាងគឺជាចៅស្រីបង្កើតរបស់គ្រួសារជាកូនស្រីច្បងដ៏មានតម្លៃប្រចាំភូមិគ្រឹះមេបញ្ជាការលោកលីវអ្នកអស់ការអីហើយគួរតែប្រញាប់ត្រឡប់ទៅវិញទៅរឿងរៀបការដោះដូរនេះខ្ញុំដែលជាចាស់ទុំម្ចាស់ផ្ទះដាច់ខាតគឺមិនយល់ព្រមឡើយលោកស្រី លោកស្រីចាស់
ខ្ញុំធ្លាប់តែគិតថាអ្នកជាមនុស្សឆ្លាតវៃដឹងខុសដឹងត្រូវម្ ដឹង នាក់ ច្បាស់ថាអ្វីជាជំរឿដ៏ល្អបំផុតសម្រាប់អនាគតភូមិ នឹក គ្រឹះ ស្មាន របស់ មិន លោក ដល់ មេ សព បញ្ ថា ជាការ អ្នកសុខចិត្តបោះបង់ការគ្រប់គ្រងនិងខ្សែរយៈដ៏ធំធេងពីគ្រួសារ ដើម្បី លីវ តែ របស់ មក យើង ការពារក្មេងស្រី នឹ ប្ ក រិយ ស្មាន និង មិន ដឹង ដល់ ពុ ស ក ព អ្នក ថា នេះទៅ អ្នក វិញ សុខចិត្តបោះបង់ការគ្រប់គ្រងដ៏ធំធេងពីគ្រួសារលីវរបស់យើង លោកឯងជាមនុស្សអាក្រក់មិនត្រូវមកនិយាយសម្ដីអាក្រក់ប្រមាថមើលងាយលោកយាយរបស់ជានបែបនេះទេ អញពិតជាគិតថាខ្លួនឯងជាកូនស្រីច្បងដ៏មានឥទ្ធិពលរបស់គ្រួសារស៊ីពិតមែនឬនាងក្មេងតូច ជានឯងរុញជានដួល ជាប្អូនស្រីអត់អីទេមែនទេ លោកលីវ ទីនេះជាភូមិគ្រឹះរបស់លោកមេបញ្ជាការមិនមែនជាទីកន្លែងដែលអ្នកចង់មកអេងក្អាងឬប្រដៅកូនចៅរបស់យើងតាមចិត្តនឹកឃើញនោះឡើយ ឯងវាគ្រាន់តែជាជនពិការជើងមិនសមប្រកម្នាក់ប៉ុណ្ណោះបើគ្មានអំណាចរបស់លោកមេបញ្ជាការបង្អែកទេឯងគ្មានតម្លៃអីបន្តិចសោះឡើយ ថ្ងៃនេះខ្ញុំនឹងប្រាប់ពួកអ្នកឲ្យច្បាស់ថាបើចង់បានគ្រាប់ស្រូវយកមកដោះស្រាយវិបត្តិអ្នកមានតែត្រូវមកលុតជង្គង់អង្វរគ្រួសារលីវរបស់យើងតែមួយគត់មែនហឹងលោកប៉ាគឺលោកម្នាក់នឹងហើយជាអ្នករុញជានឲ្យដួលមិញហ្នឹង លោកមេបញ្ជាការស៊ីមីងត្រឡប់មកដល់ សៀវឈិនប្រញាប់នាំប្អូនស្រីរបស់ឯងចូលទៅក្នុងផ្ទះភ្លាមទៅកូន លោកមេបញ្ជាការលោកចង់ធ្វើអ្វីហ្នឹងគ្រាន់តែដើម្បីក្មេងស្រីប្រិយម្នាក់សោះលោកសុខចិត្តងាកក្រោយមកប្រឈមមុខប្រឆាំងនឹងគ្រួសារលីវរបស់យើងពិត មែ មែ ន ន ហើយលោកមេបញ្ជាការលោកជាមនុស្សឆ្លាតដឹងវែងឆ្ងាយលោកគួរតែយកពីស្ថានភាព ចិត្តធ្វើអ្វី ឬ មួយ មួយក៏លោកមិនចង់បានគ្រាប់ស្រូវស្តុកទុករបស់គ្រួសារលីវយកមកសង្គ្រោះកងទ័ពទៀតទេ ឯង មែន ប្រើ ទេ លែងខាងណាជន់រុញកូនស្រី អាហាយលោកមេបញ្ជាការកាច់កដៃលោកហ៊ានធ្វើបែបនេះផង តើមានរឿងអីដែលស៊ីមីងម្នាក់នេះមិនហ៊ានធ្វើនោះកូនស្រីច្បងរបស់ខ្ញុំកូនស្រីបង្កើតរបស់ស៊ីមីងតើកំតិចមនុស្សដូចជាពួកឯងមានសិទ្ធិអីមកប៉ះពាល់នាង កុំអីកូនក្មេងទាំងពីរនៅឈរមើលនៅក្នុងផ្ទះនៅឡើយទេ ថ្ងៃនេះទុកជាមេរៀនប្រដៅខ្លួនស្រាលសម្រាប់អ្នកចោះត្រូវហើយពេលដែលខ្ញុំធ្វើដំណើរមកមិញនេះខ្ញុំបានក្រឡេកឃើញឃ្លាំងស្តុកទំនិញរបស់គ្រួសារលីវអ្នកឯងគ្រាប់ស្រូវនៅក្នុងនោះរលួយខូចគុណភាពអស់រលីងទៅហើយលោកលីវអ្នកគួរតែប្រញាប់ត្រឡប់ទៅមើលទៅក្រែងលោតន់ មិនអាចទៅរួចទេគ្រាប់ស្រូវដែលគ្រួសារយើងបានស្តុកទុកគឺត្រូវបានលាក់ទុកយ៉ាងជិតដិតនិងមានសុវត្ថិភាពបំផុតនៅក្នុងឃ្លាំងសម្ងាត់លោកឯងជប់និយាយសម្ដីមិនពិតបង្កើតពាក្យចាំអារម្មណ៍នៅទីនេះទៅ មែនហើយលោកមេបញ្ជាការស៊ីពួកយើងមកទីនេះដោយចិត្តណាល្អដើម្បីចង់ជួយផ្ដល់គ្រាប់ស្រូវដោះស្រាយវិបត្តិតែលោកបែរជាមកប្រើសម្ដីជិតប្រតិចនិងធ្វើបាបពួកយើងទៅវិញ តើចេញទៅឲ្យផុតភ្លាម មិនអាចទេ បើមិនជឿសម្ដីខ្ញុំទេអ្នកអាចត្រឡប់ទៅពិនិត្យមើលដោយផ្ទាល់មិនមែនមានតែនៅក្នុងឃ្លាំងធំរបស់គ្រួសារលីវអ្នកទេដែលស្រូវបានរលួយអស់នោះសូម្បីតែគ្រាប់ស្រូវដែលដាក់តាំងលក់នៅក្នុងហាងខាងក្រៅក៏លួយខូចគុណភាពទាំងអស់ដែរ ស៊ីមីងរឿងថ្ងៃនេះខ្ញុំនឹងកត់ចំណាំទុកក្នុងបញ្ជីមិនភ្លេចឡើយតោះត្រឡប់ទៅវិញ ហ៎ ហ៊ានធ្វើបាបកូនស្រីច្បងដ៏មានគុណរបស់ខ្ញុំអញ្ចឹងសត្វឆ្កែសុងសុង ខ្ញុំ ខ្លួន នឹងខាំពួកឯងឲ្យរៀងចាររហូតដល់ស្លាប់មិនខាន ចេញទៅឲ្យឆ្ងាយទៅអាចឆ្កែអាក្រក់នេះ ចេញទៅ សុងពិតជាសត្វឆ្កែការពារម្ចាស់ដ៏ស្មោះត្រង់និងដឹងក្តី លោក មែ ប ន ងធំតើមានរឿងអស្ចារ្យអ្វីកើតឡើងទៅអ្វីបានជាគ្រាប់ស្រូវដែលធ្លាប់តែដុបផ្សិតរលួយអស់របស់យើងបែរជាប្រែប្រួលក្លាយជាគ្រាប់ស្រូវថ្មីស្រឡាងពេញមួយយប់ខណៈពេលដែលគ្រាប់ស្រូវល្អទាំងអស់របស់គ្រួសារលីវបែរជារលួយខូចគុណភាពអស់ទៅវិញពេញមួយយប់បែបនេះនោះក៏ព្រោះតែគ្រួសារលីវបានប្រព្រឹត្តអំពើអាក្រក់កេងប្រវ័ញ្ចលើប្រជាជនច្រើនពេកហើយទើបផលកម្មដើមទាន់ជិះមិនផុ តែ ត លោកបងតើរឿងអស្ចារ្យទាំងអស់នេះវាមានការពាក់ព័ន្ធអ្វីជាមួយនឹងក្មួយស្រីជានដែរទេប៉ុន្តែជាននាងគ្រាន់តែជាក្មេងតូចម្នាក់ប៉ុណ្ណោះណាលោកប មែ ង នហើយរឿងខ្លះវាជាការធ្វើប្រហែសចៃដន្យរបស់ធម្មជាតិទេពួកយើងមិនចាំបាច់ដេញដោសួរនាំច្រើនពេកឡើយសូម្បីតែជើងពិការរបស់ខ្ញុំក៏បានជាសេះស្បើយឡើងវិញដោយសារតែបានជានជួយគ្រាដែរលើកនេះក៏ប្រកាសជាជានទៀតហើយដែលបាននាំលាភសំណាងល្អដ៏មហាសាលមកដល់ភូមិគ្រឹះមេបញ្ជាការរបស់យើងនេះវាជារឿងរំលោភបំពាននិងមើលងាយគ្រួសារយើងខ្លាំងពេកហើយ ទូយ៉ាង រូយ៉ានឯងមើលចុះនេះឬជាមនុស្សប្រុសដែលឯងចង់រៀបការជាមួយនោះគេហ៊ានប្រើហិង្សាកាច់កដៃរបស់ មិន ប៉ា ត្រឹម ឡា តែ ន ប៉ុណ្ រ ណឹ ហូ ង ត ទេ ដល់ថ្នាក់ ពេល នេះ នេះខាងភូមិគ្រឹះមេបញ្ជាការបានផ្សព្វផ្សាយដំណឹងផ្អើលទូទាំងក្រុងថាគ្រួសារលីវរបស់យើងធ្វើបែបនេះគឺមានចេតនាចង់ទម្លាក់កំហុសតែចិត្តពេលនេះក្រុមហ៊ុនរបស់យើងចូលទូទៅបានឡើងខ្លាំងណាស់ហើយហាងលក់ដូររបស់គ្រួសារយើងទាំងអស់កំពុងតែត្រូវបានពួកគេឡោមព័ទ្ធថាគេហ៊ានធ្វើស៊ីខ្សែលើដល់ថ្នាក់នេះសោះតើឯងពិតជាមើលមិនឃើញទេស៊ីមីងគេពិតជាមិនបានផ្ដល់តម្លៃឬចាត់ទុកឯងនៅក្នុងខ្សែភ្នែករបស់គេតតែសោះមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងមិនបានចាត់ទុកគ្រួសារលីវទាំងមូលរបស់យើងជាទីកោតក្រែងអីបន្តិចណាឡើយ គ្រួសារលីវរបស់យើងជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេបំផុតនៅក្នុងទីក្រុងពេយ៉ាងនេះតើអាចបណ្ដោយឲ្យវាត្រូវដួលរំបំផ្លាញនៅក្នុងដៃរបស់ខ្ញុំយ៉ាងដូចម្តេច ដា ទៅ ច់ខា កើត តគឺមិនអាចឲ្យកើតមានឡើងបានទេស៊ីមីងទោះជាខ្ញុំមិនបានរៀបការចូលទៅក៏មិនអីដែរប៉ុន្តែគ្រួសារលីវដាច់ខាតគឺមិនត្រូវដួលរំឡើយលោកបងប្រញាប់គិតរកវិធីសាស្ត្រមួយដើម្បីដោះស្រាយភ្លាមទៅ ក្នុងការដែលភូមិគ្រឹះមេបញ្ជាការដាច់ចិត្តគ្មានបេះដូងមុនទៅហើយនោះដូចនេះក៏កុំមកបន្ទោសខ្ញុំថាគ្មានមេត្តាធាត់វិញអីលោកប៉ា លោកប៉ាកុំបារម្ភពេកអីខ្ញុំនឹងមិនបណ្ដោយឲ្យគ្រួសារលីវ ខ្ញុំ របស់ នឹង យើង ទូរស័ ត្រូវ ព្ទ ដួ ទៅ លរំ ទំនាក់ ដោយ ទំន ងាយ ង បែ រ ប ក នេះ ខ្សែបង្អែកធំរបស់យើងឥឡូវនេះ គឺមកពីក្មេងស្រីកំណាចម្នាក់នោះហើយដែលជាអ្នកបង្កប់កំហុសឆ្គងចាំមើលចុះ ខ្ញុំប្រាប់ឯងទៅចុះបើខ្ញុំបានឡើងទៅទីនោះវិញកាលណាខ្ញុំនឹងខំក្មេងស្រីកំណាចម្នាក់នោះឲ្យរៀងចាររហូតដល់នាងស្រែកយំមិនខានសត្វឆ្កែសុងសុងព្រោះការពីជា ពួក ជា មនុស្សអាក្រក់ទាំងនោះពួកគេមានល្បិចកលនិងគ្រោះថ្នាក់ខ្លាំងណាស់ចុះបើពួកវាព្រួតគ្នាវាឯ បើ ង សិន វិញ ជា នោះ ពួក តើ វាហ៊ា ត្រូវ ន ធ្វើ ធ្វើ ដូ គ្នា ចម្ វា តេច ខ្ញុំពិតមែននោះខ្ញុំនឹងរត់ តែ ពី អ្នក ខ្លួន ណាដែលហ៊ានចូលមកធ្វើបាបឬប៉ះពាល់ជានទៀតខ្ញុំនៅតែដាច់ចិត្តខំពួកវាដែរនឹង អូហូថ្ងៃនេះមានខ្យល់ល្អអីបក់នាំឲ្យអ្នកទាំងពីរធ្វើដំណើរមកដល់ទីនេះអញ្ចឹងគឺមកពីក្មេងទាំងពីរអ្នកនេះឯងពួកគេទូចង់មកលេងជាមួយលោកគ្រូឈិនឲ្យខាងតែបាន
កាលពីមុនខ្ញុំមិនហ៊ាននាំពួកគេមកលេងផ្ដេសផ្ដាស់ទេព្រោះខ្លាចក្រែងរំខានដល់ការសម្រាកព្យាបាលរបស់គាត់ពេលនេះសិលឈិននិងជៀនពួកគេកំពុងតែរត់លេងនៅខាងក្រៅផ្ទះឯណោះតើអ្នកទាំងពីរប្រញាប់ទៅរកពួកគេទៅចុះចាស់សលោកម៉ាក់ពួកយើងទៅហើយអ្នកទាំងពីរអញ្ជើញអង្គុយលេងសិនមកមើលទៅអ្នកទាំងពីរធ្វើដំណើរមកទីនេះនៅថ្ងៃនេះប្រហែលជាមិនមែនគ្រាន់តែនាំកូនមកលេងធម្មតានោះទេមែនទេហើយពិតជាគ្មានរឿងរ៉ាវអីអាចលាក់បាំងភ្នែកដ៏ឆ្លាតវៃរបស់អ្នកបងបានសោះអ្នកទាំងពីរមកជួបជុំគ្នាដើម្បីចង់មកសាកសួរនាំពីបញ្ហាធំដែលទើបតែកើតឡើងចំពោះគ្រួសារលីវមែនទេត្រូវហើយបងស្រីពួកយើងគ្រាន់តែចង់ដឹងរឿងរ៉ាវពិតប្រាកដតើពេលនេះខាងលោកមេបញ្ជាការមានបំណងចង់ចាត់ការបែបណាដែរពួកយើងគ្រាន់តែចង់ដឹងឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលរៀបចំខ្លួនគ្រួសារលីវនៅក្នុងលើកនេះពួកគេពិតជាត្រូវដួលរលំនឹងខាតបង់យ៉ាងដំណំខ្លាំងណាស់តែមានរកពីអំនួតអេងក្អាងនិងចូលចិត្តដើរត្រួតត្រាគេឯងគ្រប់កន្លែងហើយរឿងនោះវាក៏ជារឿងមួយទៅចុះតែលើកនេះពួកគេថែមទាំងហ៊ានមកបំពេញមើលងាយដល់ភូមិគ្រឹះបានឈានដល់ទីបញ្ចប់ហើយតាមជោគជ័យនឹងពេលវេលាដ៏ល្អរបស់ពួកគេតែរវាងគ្នាប៉ុណ្ណោះខាងភូមិគ្រឹះមេបញ្ជាការរបស់យើងគឺមិនបានចាត់វិធានការអីទៅលើពួកគេឡើយប៉ុន្តែវាហាក់បីដូចជាមកពីទង្វើអាក្រក់របស់ពួកគេខ្លួនឯងដែលបានលួចស្តុកទុកគ្រាប់ស្រូវកេងចំណេញនិងធ្វើបាបប្រជាជនដោយនឹកស្មានដល់ថាគ្រាប់ស្រូវល្អទាំងនោះបែរជាលួចខូចគុណភាពអស់ពេញឃ្លាំងហើយទីបំផុតក៏ត្រឡប់មកធ្វើបាបខ្លួនឯងបែបនេះទៅវិញណាស់បងស្រីនេះហើយដែលគេហៅថាធ្វើអ្វីបានផលនោះឬច្បាប់កម្មផលតាមទាន់អូនិយាយរឿងនេះចុះនៅក្នុងរយៈពេល 2-3 ថ្ងៃខាងមុខនេះគឺជាថ្ងៃប្រារព្ធពិធីខួបកំណើតរបស់អាមីងហើយពួកយើងនឹងមានភាពសប្បាយរីករាយណាស់បើសិនជាលោកស្រីចាស់អាចមេត្តានាំក្មេងទាំងពីរនាក់ទៅចូលរួមដល់ថ្ងៃនោះខ្ញុំនឹងនាំក្មេងទៅចូលរួមឲ្យបានកកកបងប្រុសតើបងកំពុងតែលេងអីហ្នឹងខ្ញុំកំពុងតែបង្រៀនប្អូនស្រីរបស់ខ្ញុំឲ្យរៀនសរសេរអក្សរតើចុះអ្នកទាំងពីរជានរណាគេដែរនឹងហើយមកផ្ទះរបស់យើងមានឈ្មោះថាឈិនស៊ីវមីងរីឯម្នាក់នេះគឺជាប្អូនស្រីរបស់ខ្ញុំឈ្មោះថាឈិនស៊ីវស៊ីដើម្បីចង់មកយាងអញ្ជើញអ្នកទាំងពីរឲ្យទៅចូលរួមក្នុងពិធីប្រារព្ធខួបកំណើតរបស់ខ្ញុំនៅក្នុងរយៈពេល 2-3 ថ្ងៃខាងមុខទៀតនេះស៊ីវមីងស៊ីវស៊ីដល់ពេលវេលាដែលត្រូវត្រឡប់ទៅផ្ទះវិញហើយកូនជៀនចាំថ្ងៃក្រោយកុំភ្លេចទៅចូលរួមក្នុងពិធីខួបកំណើតរបស់ស៊ីវមីងក្នុងរយៈពេល 2-3 ថ្ងៃទៀតណាបងប្រុសតើអ្វីទៅដែលគេហៅថាពិធីខួបកំណើតអញ្ចឹងពិធីខួបកំណើតគឺជារឿងដែលគេរៀបចំឡើងដើម្បីប្រារព្ធអបអរសាទរនៅថ្ងៃដែលយើងបានកើតមកលើโลกនេះនឹងណាជៀនមិនដែលដឹងខ្លួនសោះថាខ្លួនឯងបានកើតមកនៅក្នុងថ្ងៃណានោះទេចុះបងប្រុសវិញតើបងបានដឹងរឿងនេះទេ